ចឹងព្រះប្រាជ្ញារបស់ព្រះរាមានុភាហ្នឹងយើងសិក្សានៅក្នុងគម្ពីរចឹងទៅសេចក្តីជ្រះថ្លាហ្នឹងវាចម្រើនហើយយើងស្ដាប់ចឹងក៏បាននៅបញ្ញាហើយគ្រាន់តែថាយើងមានលទ្ធភាពនៅឱកាសយើងអាចអានយើងអាចសិក្សាទៅកាន់តែច្បាស់នឹងមិនអាចយើងទៅរត់ទិញសទ្ធាបញ្ញាអីពីណាទេហើយអ្នកដទៃក៏មិនអាចឲ្យយើងបានយើងប្រឹងប្រែងដោយសេចក្តីព្យាយាមនិងបញ្ញាចម្រើនឡើងដោយការប្រកបព្យាយាមនឹងឯងចឹងហើយដូចជាជាមួយបរិពាជៈអីសព្វយៈបរិពាជៈអីទៅណាការដោះស្រាយបញ្ហាហ្នឹងវាចាព្រះសម្មាសម្ពុទ្ធហើយនរណាទៅដោះស្រាយបញ្ហាឲ្យសព្វយៈបរិពាជៈជ្រះថ្លាបានអត់ទេហើយព្រះអង្គចាំងដល់ជាមួយពួកយៈអីដូចជាអលវកយៈអីអ្នកណាទៅទប់ទល់បានជាមួយអលវកយៈហ្នឹងសេនាបតីយៈហ្នឹងហើយជាមួយពពួកទេវតាអីដូចជាត្រូវដោះស្រាយបញ្ហាសកៈទេវរាជអីអ្នកណាទៅដោះស្រាយឲ្យព្រះអិនចេះជ្រះថ្លាបានងាយងាយនឹងវាចាព្រះសម្មាសម្ពុទ្ធហើយទៅប្រោះព្រះអិនយ៉ាងម៉េចទៅហើយជាមួយព្រំដោយពាក្យការព្រំអីអញ្ចឹងចាញ់ចាកំចាត់បងទិដ្ឋិរបស់ព្រំហ្នឹងយើងសិក្សាទៅយើងស្ញប់ស្ញែងណាស់វិខុហ្នឹងលើកយកស្ដីអស្ចារ្យបញ្ញាព្រះសម្មាសម្ពុទ្ធហ្នឹងមកសន្ទនាណាចឹងហើយដូចជាជាមួយចៅអង្គលីមេលអីអញ្ចឹងនឹងសរសើរព្រះគុណរបស់ព្រះរាមានុភាដែលព្រះអង្គញ៉ាំងពពួកជនឲ្យបានសម្រេចនៅអគ្គផលណាមានអរហត្តផលនឹងឲ្យបានដល់នៅព្រះនិព្វានហើយកាលដែលព្រះអង្គទ្រង់យាងមកសាកសួរនៅក្នុងសេចក្តីហ្នឹងព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងអំពីបញ្ញាបារមីដែលព្រះអង្គមានអំពីដើមកាលដែលព្រះអង្គនៅជាព្រះបរមពុរិស័ទជាពុទ្ធង្គោណាពុទ្ធង្គោគឺជាពន្លកពូជដែលនាំឲ្យព្រះអង្គបានចម្រើនមកត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពុទ្ធង្គោហ្នឹងគឺជាព្រះបរមពុរិស័ទណាហើយកាលដែលពិខុអរតនីហើយបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងនគរវិទេហៈដែរទាំងក្នុងក្រុងមិថិលាហ្នឹងណាក្នុងមហាជានុជាដកក៏ក្រុងមិថិលាក្នុងនគរវិទេហៈហ្នឹងឥឡូវនៅក្នុងនគរហ្នឹងដែរតែនៅសម័យកាលវាផ្សេងគ្នាណាហើយព្រះរាជាប្រជាវិទេហៈហ្នឹងមានអាមាត្យហ្នឹងជាបណ្ឌិតចាត់ទុកថាជាអាចារ្យពិគ្រោះពិភាក្សារាជកិច្ចយ៉ាងណាទៅនៅលើអាចារ្យទាំង4ហ្នឹងអាចារ្យសេនកៈ1អាចារ្យបុក្កសៈ1អាចារ្យកាមិន្ទៈ1អាចារ្យទេវិន្ទៈ1 4នាក់ហ្នឹងគឺជាបណ្ឌិតនៅក្នុងពេលហ្នឹងណាហើយក្រោយមកពេលវេលាបច្ចុប្បន្នសម័យចិត្តភ្លឺព្រះរាជាទៅណាប្រជាវិទេហៈហ្នឹងទ្រង់សុបិនណាទ្រង់សុបិននៅនឹងព្រះលានលួងឃើញមានគំនូរភ្លើងនៅនឹងមុំទាំង4ហ្នឹងភ្លឺសន្ធោសន្ធៅធំខ្ពស់ដូចជាកំផែងព្រះរាជវាំងអញ្ចឹងហើយស្រាប់តែឃើញមានពន្លឺចាប់ផ្ដើមតូចពីប៉ិនពន្លឺពេញពេកនៅត្រង់កណ្ដាលហើយស្រាប់តែភ្លឺខ្លាំងទៅរហូតភ្លឺថាទទួលគ្នានឹងព្រំចឹងភ្លឺឲ្យគ្រប់ដណ្ដប់ក្នុងចក្រវាលតែម្ដងដល់ព្រះរាជាតែឡើងក៏ផ្លឹកបតីមិនដឹងជាមានរឿងយ៉ាងណារឿងល្អឬក៏ជារឿងចង្រៃអពមង្គលអីយ៉ាងម៉េចព្រឹកឡើងបណ្ឌិតទាំង4ហ្នឹងមានអាចារ្យសេនកៈជាដើមក៏បានចូលទៅគាត់បម្រើព្រះរាជាសាកសួរសុខទុក្ខព្រះរាជាពីការផ្ទុំពីការអីចឹងទៅព្រះរាជាក៏មានព្រះយ៉ាងការថាឲ្យលក់ស្រួលយ៉ាងម៉េចអាចារ្យអើយយកមិញនេះពេលចិត្តភ្លឺហ្នឹងយល់សពយ៉ាងនេះចាសេនកៈក្នុងពេលហ្នឹងនិយាយតាមចំណេះដឹងរបស់ខ្លួនក្រាបទូលព្រះរាជាតាមត្រង់ថាសូមព្រះអង្គកុំព្រួយព្រះយហប្រតិអីគឺបណ្ឌិតទី5នឹងកើតឡើងហើយបណ្ឌិតទី5នឹងកើតឡើងនៅក្នុងនគរព្រះអង្គនេះហើយ
មានប្រាជ្ញាភ្លឺទៅចាស់ទៅចង់ក្រៃលែងគ្រប់សង្កត់ពួកទូលបង្គំទាំង4នាក់នេះជាប្រកបណាស់ពេលទៅព្រះរាជាត្រាស់សួរទៅថាបណ្ឌិតអ្នកមានប្រាជ្ញាទី5នឹងឯងតើនៅណាកើតពេលណាអីពេលណាសាកសួរទៅអាចារ្យសេនកៈតាមវិជារបស់ខ្លួនមើលទស្សទេទៅដូចភ្នែកទឹកអញ្ចឹងចឹងថាបណ្ឌិតទី5នឹងឯងបើមិនកើតក្នុងថ្ងៃនឹងទេក៏បដិសន្ធិក្នុងថ្ងៃនឹងដែរណានៅក្នុងស្រុកជុំវិញនៅក្នុងស្រុកជុំវិញទីក្រុងមិថិលានឹងឯងនៅពីខាងត្បូងឈ្មោះថាតខេណៈយវៈមជ្ឈក្រៀមហើយនៅពីខាងលិចបច្ឆិមយវៈមជ្ឈក្រៀមនៅខាងជើងឧត្តរយវៈមជ្ឈក្រៀមនៅខាងកើតហ្នឹងបាជ័យណៈយវៈមជ្ឈក្រៀមនៅពីខាងកើតរាជធានីហ្នឹងមានសិទ្ធិទាំងសិទ្ធិគាត់មានឈ្មោះថាសិរីវត្តកៈសិទ្ធិសិរីវត្តកៈសិទ្ធិណាហើយគាត់មានភរិយាឈ្មោះនាងសុមនីសិរីវត្តកៈសិទ្ធិមានភរិយាឈ្មោះសុមនីហ្នឹងក្នុងវេលាដែលព្រមពេលគ្នានឹងព្រះចៅវិទេហៈទ្រង់ព្រះសិបិតហ្នឹងព្រះបរមពុរិស័ទចុះចាក់ពីទេវលោកមកបដិសន្ធិចឹងមកបដិសន្ធិក្នុងផ្ទៃនៃព្រះនាងសុមនីដែលជាភរិយារបស់សិរីវត្តកៈណានៅខាងទិសខាងកើតរាជធានីមិថិលាហ្នឹងណាហើយគ្រប់10ខែក៏បានប្រសូតមកនៅពេលដែលប្រសូតហ្នឹងក្នុងកាលនោះព្រះអិនក៏បានយកនៅកញ្ចប់ថ្នាំយកមកដាក់នៅនឹងដៃរបស់ព្រះបរមពុរិស័ទមកជាអតិសមានកាយដោយសេចក្តីថាអត់ឲ្យអ្នកណាឃើញទាំងអស់យកមកដាក់នឹងបាតដៃព្រះបរមពុរិស័ទនៅពេលប្រសូតព្រឹកហ្នឹងហើយមេត្តាដែលប្រសូតហ្នឹងគឺអត់មានការឈឺការលំបាកអីសំបីតែបន្តិចបន្តួចទេក្នុងពេលហ្នឹងអត់មានអ្នកណាបាននៅអីពិសេសពិសាចអីទេព្រោះអត់មានឈឺអត់មានលំបាកអីហ្នឹងគឺម្ដាយហ្នឹងឃើញកូនកើតមកហ្នឹងមុនគេកាន់កញ្ចប់ថ្នាំហ្នឹងណាតែកើតមកហ្នឹងលោកសម្ដែងថាដូចជាទឹកដែលចេញពីធម្មក្រអញ្ចឹងព្រះបរមពុរិស័ទដែលប្រសូតនឹងអត់មានលំបាកអីដល់មេត្តាសំបីតែបន្តិចបន្តួចឡើយហើយម្ដាយក៏សប្បាយចិត្តណាស់សប្បាយចិត្តសួរហាក់ដូចជាកូននឹងឯងចេះឆ្លើយមកអញ្ចឹងណាសួរថាស្អីហ្នឹងកូនដល់ទៅសួរឆ្លើយមកមែនណាទេណាឆ្លើយមកមែនណាអោសថាំងអមៈឆ្លើយមកអញ្ចឹងអមៈហ្នឹងអមៈប្រែថាម៉ែណាបើពិតម៉ែគឺអសត់ឆ្លើយមកអញ្ចឹងទេអោសថាំងអមៈហ្នឹងនៅក្នុងព្រះធម៌បានសម្ដែងអំពីព្រះបរមពុរិស័ទដែលប្រសូតមកភ្លាមអាចនិយាយបានគឺក្នុងកំណើតព្រះមហោសថក្នុងកំណើតព្រះវេស្សន្តរហើយនឹងក្នុងជាតិចុងក្រោយទៀតណាក្នុងកំណើតព្រះវេស្សន្តរនៅពេលដែលកើតមកក៏សួរម្ដាយរੂទ្រព្យសម្បត្តិមានខ្លះទេដើម្បីខ្ញុំនឹងបានឲ្យទានក្នុងកំណើតព្រះវេស្សន្តរកើតមកនិយាយបានណាទៀតណានិយាយបានតើកើតមកនិយាយជាមួយម្ដាយនិយាយថាអដ្ឋិនុខោអមៈកេញចេធនាងកេហស្មេងទេនាងទេសាមិណាបើពិតពមេត្តាតើត្រាប់បន្តិចបន្តួចមានខ្លះទេនៅក្នុងផ្ទះនេះខ្ញុំនឹងបានឲ្យទាន
tiền năng tiền xa mị nó chứ nhóm nâng bàn ao tiền tiền xa mị nó nhóm nâng ao ấy ao tiền nó xu mà đài ạc thể nụ khao âm mạ trình chạy thiền nắng sự thanh niên trập và tịch tình tuổi khá tế tiền nắng tiền xa mị nhóm nâng bàn ao tiền dây xua rô trập tầm bay ao tiền tiền không còn nạt với sự đó ngụm tình tiền ba rồi mấy kháng khá nèក្នុងកតាដែលព្រះអង្គជាព្រះបរមពុរិស័ទចុងក្រោយនោះប្រកាសណាគុណចាស់ជ្រាបហើយនៅពេលប្រសូតមកនៅពេលដែលចុះទៅលើផែនដីឈួរដោយប្របាទទាំងគូយ៉ាងសុខរួចទៅឈាន7ជំហានទៅកាន់ទិសដរសម្លឹងមើលទៅកាន់ទិសទាំងពួងហើយក៏បានពោលនៅអាសុខិវាចាជាវាចាអង្គអាចដ៏ក្លាហានអកុហមសមិលោកសៈចេថមសមិលោកសៈសេថមសមិលោកសៈអយមន្តមាមេចេតេណត្តទេនេះបណភវោតេហើយយើងនឹងគឺជាកម្ពូលក្នុងលោកជាចម្បងក្នុងលោកប្រសើរក្នុងលោកអយមន្តមាមេចេតេជាតិនេះគឺជាជាតិចុងក្រោយរបស់យើងណត្តទេនេះបណភវោយើងអត់មានកើតតទៅទៀតទេណាភពថ្មីគឺអត់មានតទៅទៀតទេនឹងគឺជាបុព្វនិមិត្តណាទៀតកាលដែលព្រះអង្គចុះសុបដោយប្របាទទាំងគូនឹងជាបុព្វនិមិត្តក្នុងការដែលព្រះអង្គបានសម្រេចអធិបាតទាំង4ក្នុងការឈាន7ជំហានហ្នឹងជាបុព្វនិមិត្តនៃការដែលព្រះអង្គបាននៅពោធិញ្ញៈ7ទៅកាន់ទិសឧត្តរជាបុព្វនិមិត្តនៃការគ្របសង្កត់លើពពុជនណាទិសឧត្តរគឺជាទិសខាងជើងទិសខាងលើទៀតហ្នឹងហើយមានវេទិឆាត់ចិត្តទឹកដែលបាំងនោះជាបុព្វនិមិត្តនៃវិមុតដ៏ប្រសើរគឺការរួចផុតដ៏ប្រសើរហើយក្នុងការចលេខមើលទៅកាន់ទិសផ្សេងហ្នឹងជាបុព្វនិមិត្តនៃអនាវរណញាណគឺជាញាណដែលអត់មានអ្វីទៅស្ទាក់ណាហើយតូលនៅអាសភិវាចាហើយយើងជាកម្ពូលយើងជាចម្បងយើងជាប្រសើរក្នុងលោកហ្នឹងជាបុព្វនិមិត្តនៃការប្រកាសព្រះធម្មចក្រកបវត្តនសូត្រសម្ដែងប្រោះបញ្ញវគិតបោះហ្នឹងហើយត្រង់ដែលថាអយមន្តមាមេចេតេណត្តទេនេះបណភវោនេះគឺថាជាជាតិចុងក្រោយរបស់យើងតទៅយើងអត់មានកើតទៀតទេហ្នឹងគឺជាបុព្វនិមិត្តនៃការបាននៅអនុបាទិសេសនិទានហ្នឹងនៅពេលដែលប្រសូតហ្នឹងគឺមានការពោលនៅអាសុភិវាចាគឺក្នុងកំណើតព្រះមហោសថណែតព្រះវិសដរហើយនឹងជាតិចុងក្រោយចឹងណាហ្នឹងហើយម្ដាយនឹងចេញទៅប្រាប់បិតាអត់នៅនឹងផងហ្នឹងដូចកើតតែឯងមកអត់ឈឺអត់អីកើតមកកូនកម្មថ្នាំមកប្រហែលកូនចេញពីបន្ទប់មកឆ្លើយឆ្លងគ្នានឹងប្រាប់បិតាគាត់ឈឺក្បាល7ឆ្នាំជាប់មកហើយគាត់យកថ្នាំបន្តិចនឹងគាត់គិតថាប្រកបជាពូកែហើយកូនកើតមកចេះនិយាយហើយគាត់យកទៅកិនមិនអិតយកទៅបន្តិចមកលាបថ្ងាសក្បាលគាត់ឈប់ឈឺរហូតគាត់ឈឺមកពេលឆ្នាំមកហើយគាត់ប្រកាសអូមនុស្សឈឺអីហ្នឹងមកហើយគាត់កិនអិតតិចដាក់ទឹកហើយអត់បាក់ផឹកអត់បាក់អីទេយកទៅលាបទាំងខ្លួនទេជាហើយអ្នកស្រុកនឹងឯងសរសើរមកជាសរសើរណាស់បានពេលដែលដាក់ឈ្មោះព្រះបរមពុរិស័ទនឹងឯងគឺអត់យកទៅតាមខ្សែតាមពូជតាមពួងណាទេគឺដាក់ទៅតាមនិមិត្តនឹងឯងដាក់ថាជាមហោសថទៅហ្នឹងរហូតចិញ្ចឹមមកបាន7ឆ្នាំទៀតក៏ប៉ុន្តែនៅក្នុងពេលដែលចុះមកបដិសន្ធិនឹងពេលដែលកើតហ្នឹងទៅនៅក្នុងពេលហ្នឹងទេវបុត្រចុះអំពីទេវលោកមានឋានតាវតឹងជាដើម1000អង្គទៀតទេវបុត្រទៅត្រូវចុះមកបដិសន្ធិឲ្យកើតក្នុងថ្ងៃជាមួយព្រះបរមពុរិស័ទណាសេដ្ឋីហ្នឹងគាត់គិតថាកូនយើងមានបុណ្យអញ្ចឹងប្រកបជាមានអ្នកជាបរិវារហើយអញ្ចឹងអ្នកដែលកើតក្នុងថ្ងៃជាមួយដើររទៅតែនៅក្នុងស្រុកផ្សេងទៀតខាងលិចជើងខាងត្បូងអីរត់ទៅអ្នកកើតក្នុងថ្ងៃហ្នឹងបាន1000អ្នកទៀតហើយរៀបចំគ្រឿងប្រដាប់ឲ្យកុមារទាំងអស់ហ្នឹងហើយឲ្យមានការចាត់ចែង
ជារង្វាន់ឲ្យមានអ្នកមើលអ្នកអីហើយតែងតែនាំមកលេងជាមួយនឹងកូនរបស់គាត់ហ្នឹងសេរីវឌ្ឍនៈហ្នឹងគាត់រៀបចំកូនគាត់សម្បើមណាឲ្យនាំមកលេងរឿយហើយក៏លេងជាមួយគ្នាអញ្ចឹងទៅដែលនៅទីតូចនោះពេលមួយវាមានរឿងឃ្លៀងពិបាករត់ច្រើនពេកព្រះបរមពុរិស័ទនឹងឯងចាត់ចែងធ្វើសាលាឲ្យម្នាក់យកប្រាក់រៀងខ្លួនមកកសាងធ្វើសាលាជាងនឹងឯងទាញខ្សែវាស់អត់ត្រូវចិត្តព្រះបរមពុរិស័ទបង្កប់ជាងទេហ្នឹងកប់ជាងធ្វើសាលារួចចឹងទៅបែងចែកបន្ទុកមានបន្ទុកសម្រាប់ទទួលសមណៈជាអកន្តកៈក្រហោះជាអកន្តកៈឲ្យមានបន្ទុកសម្រាប់ស្ត្រីកំសត់ទុរគតមកកើតកូនកើតអីទៀតធ្វើជាសាលារួចទៅពេញចិត្តណាស់បានឲ្យជីកស្រះទៀតឲ្យជីកស្រះឲ្យធ្វើជាឧទ្យានដាំដើមឈើទៀតធ្វើសាលារួចទៅហៅជាងមកគូគំនូបង្កប់ជាងឲ្យគូទៀតហ្នឹងនៅក្នុងកម្ពីហ្នឹងប្រាប់ថាស្អាតរបៀបដូចជានន្តវ័ននៅទេវលោកអញ្ចឹងណាចឹងហ្នឹងបង្កប់ជាងធ្វើសពគ្រប់ទាំងអស់ហើយដល់ពេលហ្នឹងព្រះចៅវិទេហៈហ្នឹងនឹកឃើញទៅតាមពាក្យអាចារ្យសេនកៈប្រាប់ហ្នឹងក៏ចាត់ចែងឲ្យអាមាត្យទាំងឯងដែលរចំពោះបណ្ឌិតនឹងឯងរត់ទៅមានអាមាត្យមួយនឹងចេញអំពីក្រុងមកទីខាងកើតនឹងឯងមកឃើញសាលាហ្នឹងមកឃើញសាលាឃើញសួនឧទ្យានឃើញស្រះបោកករណីដាំឈូកដាំអីអញ្ចឹងក៏បានសាកសួរទៅដឹងថាជាងធ្វើប៉ុន្តែធ្វើទៅតាមមហោសថបណ្ឌិតកុមារហ្នឹងប្រាប់រួចចឹងទៅក៏បានបញ្ជូនដំណឹងទៅដល់ព្រះជាហៅអាចារ្យសេនកៈមកអាចារ្យសេនកៈមកលើក្រោយមានសេចក្តីកំណាញ់ចឹងកំណាញ់ក្រែងលោវាអន់ថយនៅលៀបសការៈណាគិតឃើញថាបណ្ឌិតនឹងមកមុខព្រះជាភ្លេចយើងអត់ដឹងថាមានយើងផងទេនឹងក្រែងលោវាអញ្ចឹងទៅក៏ចេះតែដោះស្រាយទៅថាជាបណ្ឌិតអីគ្រាន់តែធ្វើសាលាអញ្ចឹងនោះអញ្ចឹងទៅព្រះជាក៏ផ្ញើសារមកបញ្ជូនទូតមកថាឲ្យអាមាត្យនឹងនៅចាំខ្លំមើលមហោសថនឹងបានជាត្រូវមានរឿងចាំខ្លំមើលច្រើនណាស់ដល់ទៅ19រឿងណាអំពីប្រាជ្ញាការឆ្លាតឆ្លេះរបស់ព្រះមហោសថបរមពុរិស័ទណាទៀតណាលើកទី1ហ្នឹងពីរឿងខ្លែងប្រព័ន្ធដុំសាច់អំពីជ្រុញរបស់អ្នកសម្លាប់សត្វហ្នឹងហើយពួកក្មេងហ្នឹងឯងដេញរវល់ងើយមើលលើទៅវាធ្លាក់ក្លុកដួលទីណាត់ទីណែងគ្រោះថ្នាក់រលត់ក្បាលជង្គង់អីអញ្ចឹងទៅហើយលឿនវាធំខ្លែងហ្នឹងវារត់ចុះរត់ឡើងបំដុំសាច់ហ្នឹងអត់ព្រមធ្លាក់ទេហើយនៅក្នុងពេលហ្នឹងព្រះបរមពុរិស័ទថាចាំមើលយើងដេញបានណាព្រះបរមពុរិស័ទរត់លឿនមានកម្លាំងខ្លាំងហើយអត់ងើយមើលលើមើលស្មោខ្លែងហើយដល់ទៅពេលតន់កន្លែងស្មោនឹងហើយក៏បានឈរងើយស្រែកវោខ្លាំងខ្លែងនឹងវាភ្ញាក់ទម្លាក់ដុំសាច់មកណាព្រះបរមពុរិស័ទទទួលដុំសាច់នឹងបានអាមាត្យនឹងបានឃើញអញ្ចឹងដឹងអញ្ចឹងក្រាបទូលព្រះជាទៀតអាចារ្យសេនកៈដោះស្រាយទៀតគ្មានតែបណ្ឌិតអីអញ្ចឹងណាក៏គេធ្វើបានណាបានវាចិត្តតែមានរឿងតមកទៀតនឹងឯងឲ្យទូតមកប្រាប់អាមាត្យនឹងថាឲ្យនៅចាំមើលតទៅទៀតទៅណាឬទៅបានមានរឿងទី2នោះណាបន្តពីដុំសាច់នឹងហាវារឿងចោលលួចគោគាត់នឹងដល់ពេលធ្វើស្រែទៅរត់ទិញគោទិញយកមកឃ្វាលហ្នឹងទៅនៅលើគោវានឿយហត់ពេកចុះពីគោទៅអង្គុយក្រោមដើមឈើដេកលក់មានជើងល្អមួយនោះគេមកលួចយកទៅតែលួចយកទៅដៃភ្ញាក់ម្ចាស់គោហ្នឹងដេញតាមអីនោះថាគោខ្ញុំតែដើមគ្នាឆ្លោះប្រកែកគ្នាទៅដល់កន្លែងសាលាព្រះមហោសថហ្នឹងដឹងថាណាចៅណាម្ចាស់តែតែសូមឲ្យអ្នកទាំងអស់ហ្នឹងទទួលការសម្រាប់ក្តីអញ្ចឹងថាព្រមទទួលពពួកជនច្រើនណានៅហ្នឹងហើយសួរចៅហ្នឹងកូនឯងស៊ីអីកូនខ្ញុំផឹកបបរយកគោហើយស៊ីល្ងសដែកស៊ីម្សៅនំកម៉ាស់ហើយធ្វើសួរម្ចាស់កូនហ្នឹងកូនឯងស៊ីអី
cô nhắm miền xây ná từ là ngô sẽ đầy nông cầm má bỏ dây cù nó chỉ từ mai nâng đây là nhắm thuê và hay một plate nâng đó chẳng tới pre màu sạch nó ai kê từ vô đam bị giòn đam tôi ca từ trong lương miền khăn cổ giờ mà bọc trọi cô khắc uột nó trên xe mày nên chẳng tới ban tình trẻ tới xa đặc biệt chào thả thiệt đấy đem hao sát tu miên ta nè anh cái tu tộc nông pe nông mình khang kha thế buồn nè nơi nông nông kha cái khăng cái váy á thế phần ta nè anh nông cái tu tộc nông nó rõ nó bờ cảm nông ai khoa nó che tu miên che khô nó nằng hay ai chào nằng anh miên chặt prom cái tu cảm sờ pram to để tiệt thòng tiền nâng đem hao sát tu miên chào nông pe nằng ấy cái chào nông tây anh chả cô có sự bài chất ban cô nâng vinh nâng khởi má ở miền rương tiệt rương là tị bay đâu miền dây chăn nữa có tệ xài co mền xài co mấy hay xài co nó quật về ruột quật tới là còn đòi bỏ tới hay cất chuyển lụa lần cờ ô nè hay cất cho một tức nông sra tàu cờ này đây phải màu sạch về nữa ấy miền miền khmênh này màu sông lố tệ vô thôi chỉ bọc luôn ảnh bán nụ dê cật lại mau bị nhấp sự tệ đánh tam tới chuột và cây cật đam khi mũi thả bò mũi phải màu sắt viên chay thiệt phải màu sắt viên chay trong rừng nó xả xuông tuy riêng chỉ lụa lần cả ốp nằng miền đầy lụi nắng tha nhóm chỉ lụa lần cả ốp cột giang lần cả ốp xăm thì kêu cả ốp cột giang bây giờ nó ta nhâm chỉ lựa lên cờ ốp đam ca bây giòn đó nào chẳng thế ram porisat ao vô tới chỉ lựa nông tức thấy rùa kê nè và cái hệt lên nó nè hệt lên nó đâm lên bây giòn đang sợ bà rồi tới cả đàn vini chay cái đây đang kia tì bay nâng bàn tay này đang xa được hiệp chào nên chẳng thầy nè nằng hay rương thị buồn đó rương đồng bò nè mà cha bò nó màu nuôi tật ấy chân tới bò nó bị sạch nó miền lẹ nuôi tiệt bây giờ trong porisat viên chay rương bò nằng rương thị buồn đâu mà cha cái thì miền đã crop ấy na thì không nó thì đang sạch vào cái luôn anh nên mà cha chỉ tha tới bây giờ trong porisat xu nông rương đang tới việc khơi sạch vào hình chẳng mà cha hay đang chào đâu nè rừng tí pram rừng cồn sự trời mà nè cô cồn mau ngụt tức nâng sạc tàu cái này nâng rồi tới đạo anh quay lên quật vào đất luôn anh cho từ liền mốc vậy thì này mệt trên mà đâu mà vô cồn nâng kèn vô cồn nâng hay tình đạo anh kia cho láng vậy thì này thà cồn kia liền gì đâu to và chơi kia tới bán pre ram porisat nó viên chay cái đấy rừng cồn nâng kia rừng tí pram đó riêng cầu nằm pre ram porisat cơ khơi đăng này vậy thì này ở tập pre cả hòm khai nói chẳng năng phần đây trong này đăng chả bác trong này đăng chả đặt cô này đàm khné mà đai tình đàm ở kia kề ná anh đặt cô nó phải dùng qua đó lên cồn thế nằng mà vậy thì nấy cho nên là nó ấy trong việc gì vừa để kia đai ban pre ram porisat vì chạy bị tức chất mà đai để tuần năng ấy prap ở nhẹ từng on đăng ra nó vậy thì nấy đấy mới play upgrade cái hòm khai ở từng sầm màu thì thôi nó và anh prom xa được thiệt từ pre nào sốt nó nơi của mam ta là dụ đọc năm á tu miên vậy thì nấy thế nè người tí pram nâng nè ấy to mà tiệt rương tì của môi không nè rương tì của môi rương nấu tư nè nấu tư nó gọt mua cô là cà lạ từ hết sự bật này thì cật con thơ ca ở vùng Pê năm từ năm rồi của quân bàn môi nè miềnนั้นmua thì khẽ ta hạ là mà quân môi à đây đập về môi nó ao của quân năng anh khơi nôm còn anh khơi nôm tới nhá thời tay xu sọc tục mà đai tay lên sọc á miền nó trong phơi chẳng phơi to là ở đây nâng prap bay đòn bàn phơi rồi bàn nôm từ tầng ở kia sầm rạp hà tam phơi phóng chỉ bình nha chu nó cục mà đai phong đó từ đó mất từng nhẹ từng tí nhưng khai tức ở thiên chlong nằm ở thiên chlong miền bờ rong mà nè đai tam mất tức năng mà
បរោះទឿហ្នឹងណាបរោះទឿហ្នឹងឈ្មោះកោលកាលៈហ្នឹងសួរថាស្ទឹងហ្នឹងជ្រៅឬរាក់គាត់ហ្នឹងដឹងថាអ្នកទាំងពីរហ្នឹងខ្លាចទឹកគេមើលទៅឃើញនាងហ្នឹងស្អាតនាងហ្នឹងស្អាតតែមយាទមិនសូវបានតែមានដឹងមយាទបានទេដឹងតែស្អាតនេះជ្រៅទឹកហ្នឹងហើយសិតតែសត្វកាយទៀតណានឹងត្រីកាយកពើកាយទៀតណាចុះអ្នកឯងត្រូវឆ្លងទៅឆ្លងយ៉ាងម៉េចបានអត់ទេពួកសត្វអស់ហ្នឹងគឺស្គាល់យើងហើយតែយើងចុះទៅវាស្លូតហើយនិយាយឲ្យអ្នកទាំងពីរនឹងជឿអញ្ចឹងសូមជឿយកខ្ញុំទៅផងអញ្ចឹងយកទៅយកទៅបណ្ណាទៅមុនប្តីហ្នឹងអញ្ចឹងយកប្រពន្ធខ្ញុំទៅមុនណាគាត់ហ្នឹងក៏អៀវកនាងហ្នឹងឯងអៀវកទៅចុះទឹកវារាក់អីប៉ុន្តែដល់ទៅពេលកដាលទៅកុញជង្គង់ទៅធ្វើដូចជ្រៅយ៉ាងដូចជ្រៅទៅក៏លួងលោមនាងហ្នឹងឯងនៅជាមួយគាត់កទឿហ្នឹងធ្វើអីណានៅមួយខ្ញុំទំនុកបំរុងតែយ៉ាងនេះមួយយ៉ាងនោះមួយមានគ្រឿងប្រដាប់សពគ្រប់អីចឹងទៅនាងហ្នឹងដាច់ចិត្តពីប្តីព្រមតាមរស់ហ្នឹងបានកែលឡើងមកដល់ក្រោយមកខាងទៅមានរបស់របរវិស្ពេងនំអីហ្នឹងយកមកមុនអស់នាំគ្នាបរិភោគនៅនឹងមាត់ទឹកហ្នឹងទៅហើយបរោះទឿហ្នឹងចិត្តតែមើលទៅវាក្រំយកឯងណាវានៅធ្វើអីទីនេះហ្នឹងចាំខ្លួនឯងរៀនចុះគេនាំប្រពន្ធទៅឯងរត់ចុះរត់ឡើងចុះទឹកបានមកព្រោះលោតឡើងទៅវិញខ្លាចទឹករួចទៅគិតថាស្លាប់ក៏ស្លាប់ទៅម្ដងនេះអញទៅតាមប្រពន្ធណាចុះដើរទៅខ្លួនឯងទឿផងតែទឹកនឹងរាក់ហ្នឹងទឹកស្ទឹងនឹងរាក់ដើរទៅក៏ដេញតាមទៅណែឯងយកពន្ធខ្ញុំទៅណាពន្ធណែឯងណាពន្ធយើងតាហើយសួរដល់ប្រពន្ធទៅក៏គេព្រមព្រៀងគ្នាប្តីពន្ធគេមែនឯងនេះបើកើតទុកមិនសុខចិត្តដេញទៅចាប់ដៃប្រពន្ធមកប្រពន្ធគេមិនព្រមមកទៀតណាគេក៏ឆក់ដៃទៅវិញទៀតកើតទុកមិនសុខចិត្តហ្នឹងឆ្លោះប្រកែកដដើមប្រពន្ធគ្នាហ្នឹងទៅដល់កន្លែងព្រះបរមពុរិស័ទទាំងព្រះបរមពុរិស័ទវិនិច្ឆ័យក្តីល្អណាស់ហ្នឹងឲ្យអ្នកទាំងអស់ហ្នឹងព្រមទទួលការវិនិច្ឆ័យក្តីហើយម្ដងម្នាក់មកសួរឈ្មោះរួចទៅសួរឈ្មោះម៉ែឪបង្កើតម៉ែឪក្មេកហើយមានអ្នកណាទៅដឹងហើយអ្នកទាំងពីរហ្នឹងដែលទៅព្រមព្រៀងគ្នាតាមក្រោយហ្នឹងទៅឈ្មោះគ្នានឹងគ្នាទៅវិញទៅមកហ្នឹងមិនដឹងស្គាល់ផងហ្នឹងម្ល៉េះហើយចិត្តតែប្រាប់ទៅពីទៅផ្ទះទៅណាអាម៉ែឪខ្លួនឯងស្គាល់ប្រាប់ត្រូវទៅអាម៉ែឪក្មេកអត់ដឹងចិត្តតែប្រាប់ទៅពីទៅផ្ទះទៅហ្នឹងហើយដល់ទៅសួរប្រពន្ធនោះម៉ែឪឈ្មោះផ្សេងទៅដល់និយាយទៅអត់ត្រូវបានវិនិច្ឆ័យសេចក្តីនឹងបានទៅព្រមសារភាពទៅបរោះដែលមកលួចប្រពន្ធគេនេះឈ្មោះទីខបតិណាមកខ្នងវែងបរោះហ្នឹងឯងខ្ពស់ឈ្មោះទីខបតិណានឹងសារភាពទៅខ្លួនឯងចង់បានប្រពន្ធគេនឹងបានព្រះបរមពុរិស័ទអប់រំទូលមានទៅណាចឹងការវិនិច្ឆ័យហ្នឹងពីរឿងសួរឈ្មោះតែសួរឈ្មោះទៅលេងរួចមានតែតាមបានដឹងឈ្មោះគ្នាអីណាឈ្មោះម៉ែឪបង្កើតម៉ែឪក្មេកហ្នឹងវាលេងដឹងសោះហើយដល់ទៅសួរទៅប្តីនោះឆ្លើយផ្សេងប្រពន្ធនោះប្រាប់ផ្សេងទៅវាមានត្រូវគ្នាអីហ្នឹងហើយមានរឿងមួយទៀតនោះរឿងទី7ហ្នឹងរឿងជាមួយតាអិនតែតាអិនលួចអតេះគេណាតាអិនលួចអតេះព្រះបរមពុរិស័ទវិនិច្ឆ័យរឿងអតេះហ្នឹងបានអាមាត្យនឹងត្រំបណ្ដានេះឈប់បញ្ជូនទូតឲ្យទៅក្រាបទូលព្រះរាជាបច្ចាវិទេហៈឲ្យលើក្រោយទៅខ្លួនឯងទេគ្រប់រឿងទាំងអស់ចេះតែបញ្ជូនទៅព្រះរាជានឹងក៏ចេះតែនៅស្ងៀមទៅព្រោះអាចារ្យសេនកៈថាមិនតែបណ្ឌិតអីចឹងទេដល់ទៅលើកទី7នេះវិនិច្ឆ័យរឿងប្រអិនលួចរតេះហ្នឹងបានឆ្ងាយសរសើរប្រាជ្ញាព្រះមហោសថនេះសំបីតែបញ្ញាប្រអិនហ្នឹងក៏ព្រះមហោសថនឹងឯងគ្រប់សង្កត់បានអស្ចារ្យណាស់ទៅក្រាបទូលព្រះរាជាខ្លួនឯង
ប៉ុណ្ណឹងហើយក៏នៅតែអាចារ្យសេនកៈរាំងបានរឿងទី7នេះរឿងវិនិច្ឆ័យប្រអិនលួចរទេះហ្នឹងគឺល្អស្ដាប់ណាស់តែព្រះបរមពុរិស័ទវិនិច្ឆ័យយ៉ាងម៉េចប្រអិនមកលួចរទេះយ៉ាងម៉េចរឿងហ្នឹងខ្ញុំកណ្ណាចាំសម្ដែងតាមក្រោយទៀតដែរណាពុទ្ធហង្សសារណង្កច្ចហាមិតហម្មੰសារណង្កច្ចហាមិសង្ឃហੰសារណង្កច្ចហាមិសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខប៉ុណ្ណឹងហើយខ្ញុំប្រកាសណាខ្ញុំបាននឹងសម្ដែងបន្តនៅមហាសព្ជាដកណារឿងការកសាងបញ្ញាបារមីរបស់ព្រះបរមពុរិស័ទទាំងណាព្រះបរមពុរិស័ទមានបញ្ញាឆ្លាតឆ្លៀសណាស់ហើយដែលទៅជាបញ្ញាបារមីព្រោះព្រះអង្គអាស្រ័យបញ្ញាដែលជាសភាវៈធម៌មួយអាស្រ័យឧបនិស្សយបច្ច័យបានកើតឡើងហ្នឹងต้องយកនៅបញ្ញានឹងឯងធ្វើឲ្យទៅជាប្រយោជន៍ដល់ប្រជាជនដូចជាការវិនិច្ឆ័យក្តីប្រកបដោយភាពយុត្តិធម៌ហើយនឹងប្រព្រឹត្តទៅបានដោយច្បាស់លាស់អាស្រ័យបញ្ញារបស់ព្រះបរមពុរិស័ទនឹងព្រះអង្គបានវិនិច្ឆ័យក្តីឲ្យបុគ្គលនេះឲ្យបុគ្គលនោះមានប្រសិទ្ធភាពសម្រាប់បានទៅដោយបញ្ញានឹងធ្វើឲ្យពួកជនទាំងឡាយបាននៅក្តីសុខបាននៅភាពត្រឹមត្រូវបាននៅភាពយុត្តិធម៌នឹងដូច្នេះគឺអាស្រ័យការដែលព្រះអង្គមានបញ្ញាជាឧបនិស្ស័យសន្សំមកអញ្ចឹងហើយក៏យកបញ្ញានឹងឯងសម្រេចឲ្យបានទៅជាប្រយោជន៍ដល់ប្រជាជនសំដីដល់ព្រះរាជាប្រយោជន៍ដល់ប្រទេសនគរទាំងមូលហ្នឹងបញ្ញាដែលប្រព្រឹត្តទៅដូច្នេះឯងដែលសម្រាប់ជាប្រយោជន៍ដល់ខ្លួនព្រះអង្គនិងដល់អ្នកដទៃហ្នឹងបញ្ញាហ្នឹងប្រព្រឹត្តទៅជាបារមីណាដើម្បីឲ្យព្រះអង្គបានដល់ត្រៃឲ្យព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្នុងកាលដែលព្រះអង្គកើតជាកូនសិទ្ធិសិរីវត្តនោះចឹងសិរីវត្តកៈហ្នឹងម្ដាយឈ្មោះសុមនីកាលដែលនៅក្នុងភាពជាកុមារបានចាត់ចែងរៀបចំធ្វើជាទីកន្លែងដ៏ស្អាតដូចជានន្តវ័នឧទ្យាននៅខាងត្រៃត្រឹងចឹងមានសាលាហើយបន្ទប់សម្រាប់ទទួលភិក្ខុអកន្តកៈប្រហោះនិងសម្រាប់អ្នកដំណើរផ្សេងថែមទាំងបន្ទប់សម្រាប់ស្ត្រីអនាថាសម្រាប់កូនអីហ្នឹងមានសពគ្រប់មានស្រះបោករណីមានដីធំមានដាំដើមឈើហើយបានវិនិច្ឆ័យក្តីនៅនឹងសាលាសម្រាប់វិនិច្ឆ័យក្តីហ្នឹងតាំងតែពីព្រះអង្គនៅជាកុមារការដែលត្រូវវិនិច្ឆ័យក្តីហើយនឹងការដែលព្រះបរមពុរិស័ទអាស្រ័យនៅបញ្ញាបារមីដោះស្រាយបញ្ហាដទៃខាងដើមហ្នឹងរួមសរុបទៅមាន19ខ្ញុំកាលណាខ្ញុំបាទក៏បានសម្ដែងជាបន្តគណៈនៅក្នុងខ្សែអត្ថមុនហ្នឹងក្នុងបញ្ហាទី1រឿងខ្លែងដែលបំដុំសាច់បញ្ហាទី2រឿងចោលលួចគោបញ្ហាទី3រឿងចោលលួចគ្រឿងប្រដាប់ពាក់ខ្លួនតែកនោះហ្នឹងហើយបញ្ហាទី4រឿងចោលលួចដុំអំបោះបានបញ្ហាទី5រឿងយៈធិន័យលួចកូនហ្នឹងហើយបញ្ហាទី6រឿងចោលលួចប្រពន្ធណាចោលហ្នឹងឈ្មោះពីខតតិ
ណាក៏លួចប្រពន្ធលួចពន្ធគេអត់បានទេព្រោះព្រះមហោសថបាននាំទៅសួរឈ្មោះម្ដងម្នាក់ណានឹងហើយចៅនឹងឯងអត់ស្គាល់ឈ្មោះប្រពន្ធអត់ស្គាល់ឈ្មោះពុកម្ដាយប្រពន្ធតែឆ្លើយប្រថុយចោលទៅហើយដល់ទៅសួរប្តីមែនទេនោះក៏ឆ្លើយត្រឹមត្រូវយកទៅទៀងផ្ទាត់ទៅត្រូវគ្នានឹងប្រពន្ធដែលឆ្លើយនោះនឹងណាឬទៅបានចូលមកបញ្ហាទី7បញ្ហាទី7ហើយសកតេវរាជចង់ប្រកាសបញ្ញាព្រះបរមពុរិស័ទនឹងក៏ឲ្យកាន់តែខ្យល់ខ្ចាយខ្លាំងក្លាឡើងឃើញបរិសម្នាក់បរទេះក៏និមិត្តជាមនុស្សដែលតាមរទេះនឹងឯងរត់ខ្លួនសុំធ្វើជាអ្នកបម្រើអ្នករទេះនឹងប្រកែកយ៉ាងណាក៏មិនបានតែអត់នឹងតាមអង្គរតើទៅយល់ព្រមឲ្យនៅបម្រើពេលដែលអ្នករទេះនឹងមិនបាននៅចុះទៅធ្វើសរីរៈកិច្ចក្នុងព្រៃតែអិនឡើងរទេះបលួចរទេះគេនឹងណាចាស់រទេះរត់ចេញពីក្នុងព្រៃមកដេញតាមរទេះនឹងតែអិនថារទេះរបស់យើងទៅថានឹងរបៀបដូចមុនអញ្ចឹងប្រកែកគ្នាទៅវិញទៅមកចូលទៅដល់កន្លែងព្រះមហោសថនឹងព្រះមហោសថឃើញស្គាល់តែអិនទៅស្គាល់តែអិនណាប៉ុន្តែដើម្បីឲ្យបានជាក់ច្បាស់ព្រមវិនិច្ឆ័យឲ្យអ្នកទាំងពីរហ្នឹងឲ្យបរិសម្នាក់ទៀតបរទេសកំណត់ទីឲ្យឆ្ងាយល្មមបរឲ្យលឿនហើយវិលត្រឡប់មកវិញឲ្យអ្នកទាំងពីរហ្នឹងតែអិននិមិត្តជាមនុស្សហ្នឹងណាតែអិននិមិត្តជាមនុស្សហើយនឹងម្ចាស់រទេះហ្នឹងតោងរទេះរត់ដេញតាមអ្នកណាតោងជាប់បានរហូតនឹងម្ចាស់រទេះអញ្ចឹងដល់ទៅម្ចាស់រទេះមែនទេគាត់ហត់គាត់ទៅទៀតអត់បានគាត់លេងទៅហត់ក៏ខុសចឹងនឹងដាច់ចោលស្លាប់ទៅហើយទៅប្រថុយអីដល់ទៅតែអិនមិនចេះហត់អីតោងជាប់ចិត្តដល់ហើយត្រឡប់មកវិញចឹងទៅបានព្រះបរមពុរិស័ទនឹងប្រាប់អ្នកស្រាប់ប្រាប់ពពុទ្ធចិត្តនឹងឲ្យនៅចាស់អ្នកដែលតោងរទេះជាប់នៅហ្នឹងណាញើសមកតំណក់ក៏អត់មានផងហើយអត់មានហត់អីទេហើយនៅទឹកភ្នែកអត់ចេះប្រព្រឹត្តទេហើយអត់មានឃើញសមោលនេះទៅទៀតនឹងហើយមើលគាត់ឯណាហត់សឹងដាច់ចោលតែចឹងទៅបានព្រះបរមពុរិស័ទថាអ្នកជាប្រអិនពិតមែនឬបានលែងលាក់កើតថាខ្ញុំជាប្រអិនមែនចឹងមិនបានជាមកលួចអតេះទេដើម្បីប្រកាសបញ្ញារបស់អ្នកប្រាជ្ញឲ្យកាន់ទៅទលំទលាយឬទៅព្រះបរមពុរិស័ទថាលើកក្រោយកុំធ្វើអញ្ចឹងអីទៀតណាឬទៅក៏ទៅបាត់ទៅណាដល់មកលើកហ្នឹងអាមាត្យហ្នឹងអត់មិនបានទេលើកមុនជាបញ្ជូនទូទៅក្រាបទូលដល់ព្រះរាជានៅលើកហ្នឹងទៅខ្លួនឯងហ្នឹងក្រាបទូលដល់ព្រះរាជាអំពីព្រះមហោសថហ្នឹងដែលអាចមានបញ្ញាដេញបញ្ញាតែអិនតលទៀតណាតែអិនហ្នឹងខំទៅរត់ដេញចាប់រទេះដើម្បីធ្វើជាម្ចាស់រទេះមានអីទៅចាប់ចំណុចខ្សោយឯងបានគ្រាន់តែអត់ចេះហត់អត់បែកញើសមនុស្សធម្មតាវាមិនដែរអញ្ចឹងឯណាដល់អញ្ចឹងទៅក្រាបទូលដល់ព្រះជាប្រជ័យវិទេហៈនៅកាលណាអាចារ្យសេនកៈហ្នឹងអាចារ្យសេនកៈកំណាញ់លាភសកាវៈកំណាញ់សេចក្តីសរសើរក៏បានជំទាស់នឹងដំណងព្រះរាជាទៀតតែចឹងទៅ
ព្រះជាក៏អខានមិនតាន់បាននាំព្រះបរមពុរិស័ទទៅនៅក្នុងព្រះបរមរាជវាំងទេចូលមកក្នុងបញ្ហាទី8គឺព្រះជាធ្វើការពិសោធន៍ឲ្យគេយកឈើកទីប្រវែងមួយចំអាមធ្វើកលឹងឈើនឹងឲ្យស្មើចង់ស្មើដើមឲ្យស្អាតរួចទៅយកមកឲ្យអ្នកស្រុកបាជ័យណៈយៈវៈគ្រាននេះណាបាជ័យណៈយៈវៈមជ្ឈគ្រាននឹងថាឲ្យរគល់រចុងឈើមួយយ៉ាងអាមហ្នឹងដែលបើមិនរមិនបានទេនឹងពិន័យនៅក្នុងតកូលមួយហ្នឹង1000មហបណៈពិន័យបានអ្នកស្រុកនឹងឯងនាំចូលទៅរកចេសិទ្ធិសិរីវត្តកៈបិតារបស់ព្រះមហោសថហ្នឹងព្រះមហោសថយកអំបោះសូត្រហ្នឹងមកចងត្រង់កតាជួកាន់ជាលក់ក្នុងទឹកអញ្ចឹងវាឃើញមកខាងហ្នឹងរៀងធ្ងន់លិចចុះមុនហ្នឹងបានបញ្ជាក់ប្រាប់ថាខាងណាដែលលិចចុះមុនហ្នឹងហើយគល់នោះយកទៅក្រាបទូលព្រះជាសាកសួរទៅដឹងថាជាចំណេះរបស់ព្រះមហោសថហ្នឹងក៏រីករាយទៅទៀតណាសប្បាយដឹងថាមានអ្នកប្រាជ្ញក្នុងនគរណាប៉ុន្តែខំអីយកទៅយូរណាស់ហើយតែអាចារ្យសេនកៈហ្នឹងទៅតែរាំងតែមិនមែនតន់អ្នកប្រាជ្ញអីចឹងទេណាចឹងព្រះជាទៅចេះទៅពិសោធន៍រឿយៗទៀតពិសោធន៍មករឿយៗបានចូលមកបញ្ហាទី9ហ្នឹងព្រះជាឲ្យយករលាក្បាលប្រុសមួយស្រីមួយយកមកឲ្យអ្នកស្រុកហ្នឹងប្រាប់ថាណារលាក្បាលប្រុសណារលាក្បាលស្រីអ្នកស្រុកហ្នឹងអត់ដឹងអញ្ចឹងយកទៅឲ្យព្រះបរមពុរិស័ទគ្រាន់តែឃើញស្គាល់ទេណាព្រះបរមពុរិស័ទហ្នឹងឆ្លាតអីឆ្លាតម្លេះទេទេណោះដែលនៅតូចអញ្ចឹងនៅតូចចឹងសោះក៏ចេះដឹងហើយគ្រាន់តែឃើញដឹងក្បាលប្រុសក្បាលស្រីវាប្រាប់នេះក្បាលប្រុសនេះក្បាលស្រីភ្នែកខ្សែដលាប្រុសហ្នឹងវាត្រង់ចឹងហើយភ្នែកដលាក្បាលស្រីហ្នឹងវារៀងវាហ្នឹងប្រាប់យកទៅទូលព្រះជាទៅនេះប្រុសនេះស្រីហ្នឹងខ្សែភ្នែកដលាណាយើងហៅអីអាហ្នឹងហ្នឹងសង្រែកសង្រែកភ្នែកដលាភ្នែកខ្សែហ្នឹងសង្រែកហ្នឹងវាបោះប្រុសវាត្រង់ព្រះបរមពុរិស័ទប្រាប់ចឹងណាបោះស្រីវារៀងវិណាហើយព្រះជាក៏ត្រេកអរទៀតដែរតែអញ្ចឹងចូលមកការពិសោធន៍បញ្ហាទី10យកពោះមកឲ្យប្រាប់ថាណាពោះញីណាពោះឈ្មោលពិបាកមើលពោះឯទៅហ្នឹងពិបាកមើលតែព្រះមកសិតមើលដឹងក្បាលពោះឈ្មោលហ្នឹងវារៀងធំក្រមប់បើពោះញីហ្នឹងវារៀងតូចរាវបន្តិចហើយកតុយក៏ខុសគ្នាដែរកតុយពោះឈ្មោលធំក្រមប់កតុយពោះញីតូចរាវហ្នឹងភ្នែកពោះឈ្មោលវារៀងធំជាងភ្នែកពោះញីហើយខ្សែឆ្នោតនោះឆ្នោតពោះឈ្មោលហ្នឹងវារៀងជាប់នេះឆ្នោតពោះញីវាដាច់ហ្នឹងក្រាបទូលព្រះរាជាដែរព្រះរាជាក៏ត្រេកអរច្រើនណាស់ប៉ុន្តែយកទៅមិនទាន់បានអាចារ្យសេនកៈហ្នឹងចេះតែខាងទៅរហូតបញ្ហាទី11បញ្ហាទី11ហ្នឹងរឿងមន់ប៉ុន្តែព្រះរាជាឲ្យអ្នកស្រុកនៅខាងកើតក្រុងនឹងឯងរកគោឧសភៈដែលមានពណ៌សមានស្នែងនៅនឹងជើងមាន4នៅពីលើក្បាលរោមួយថ្ងៃ3ដងតែរោឯណាបានព្រះមហោសថឲ្យទៅចាប់
អាមន់ចែសនឹងចាណាទៅដឹងណាព្រោះដែលថាគោមានស្នែងនៅជើងអាខ្នាយមន់ហ្នឹងហើយអា4នៅក្បាលអាសេវាណាសេមន់ណាហើយរោ3ដងល្ងាវចិត្តភ្លឺ3ដងហ្នឹងយកទៅព្រះជាក៏ឆ្ងាយភាសាបញ្ញាសួរទៅដឹងថាសិតតែបានមកពីព្រះមហោទាំងអស់នៅមានចំណេះក្នុងរឿងហ្នឹងហើយ12រឿងកាយមនីហ្នឹងដែលព្រះអិនប្រទានឲ្យព្រះបរមពុរិស័ទក្នុងកំណើតជាព្រះបាទកុសរាជហ្នឹងបានទៅនៅនឹងប្រជាវិទេហៈហ្នឹងហើយខ្សែអំបោះដោតទៅក្នុងកាយមនីហ្នឹងវាដាច់ចាស់ទៅអញ្ចឹងយកមកឲ្យអ្នកស្រុកនឹងឯងធ្វើឲ្យចេញអំបោះក្នុងចាស់ទៅហើយដោតអំបោះក្នុងចូលថ្មីវិញហើយរួនទៅទូចមានណាទៅធ្វើកើតហើយរួនវាមិនត្រង់អីណាព្រះមហាក្សត្រធ្វើបានទៀតកុំឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភយកទឹកមុំមកលាបសងខាងទៅឲ្យសមោចទៅបំទាញអាចាស់បំអាថ្មីចូលបានស្រួលយកអំបោះថ្មីលាបទឹកមុំចង់ដោតបានបន្តិចទៅសមោចជួយទាញទៅមកក្រហមណានឹងបានទៀតណាហើយទី13ព្រះជាឲ្យយកគោឧសភៈនឹងឯងឲ្យស៊ីចំណីអាហារយ៉ាងឆ្ងាញ់ពោះនឹងកពីងឲ្យអ្នកស្រុកណែឯងធ្វើឲ្យគោឈ្មោលណាគោឈ្មោលនឹងវាថែមឲ្យធ្វើឲ្យគោឈ្មោលនឹងវាកើតកូនណាតែធ្វើមិនបានទេគឺពីនៃហើយបញ្ហាហ្នឹងធ្លាក់មកព្រះបរមពុរិស័ទទៀតព្រះបរមពុរិស័ទហ្នឹងចាក់សួរថាមានអ្នកណាមានធ្វើមាត់អាចហ៊ាននិយាយច្បាស់លាស់ជាមួយនឹងព្រះជាទេរត់ទៅបានមកអញ្ចឹងព្រះបរមពុរិស័ទប្រាប់ឲ្យអ្នកឯងយំដែរចូលទៅក្នុងរាជវាំងរំសាយសក់យំអ្នកណាសួរអីក៏កំប្រាប់ថាចង់ជួបទៅព្រះជាតែហ្នឹងឯងហើយប្រាប់របៀបរបបសពគ្រប់ទាំងអស់ត្រូវនិយាយថាម៉េចទូព្រះជាអីថាម៉េចប្រាប់អស់អីណាព្រមធ្វើតាមព្រះបរមពុរិស័ទដែលយំចូលព្រះរាជវាំងណាសួរយ៉ាងម៉េចក៏មិនឆ្លើយមិនប្រាប់ដែរសូមជួបទៅព្រះជារហូតដល់បានជួបព្រះជាសួរទៅមិនក៏ឯងយំឲ្យមកចង់ជួបយើងថាព្រះអង្គប្រជាវិទេហៈតែងតែមានមេត្តាប្រោះប្រានជួយដល់អ្នកស្រុកទាំងឡាយសូមព្រះអង្គជួយដេកដាទូបង្គំផងដេកដាទូបង្គំតំងន់យូរហើយឥឡូវឈឺពោះចង់កើតកូនទៅឈឺ7ថ្ងៃហើយវាអត់ព្រមកើតงั้นព្រះជឿថាវាមិនដែរអាណាមនុស្សប្រុសផើមនេះទេថាតែប៉ុណ្ណឹងណាបានបរោះនឹងថាបើអញ្ចឹងព្រះអង្គយកគោឈ្មោលទៅឲ្យអ្នកស្រុកទូបង្គំឲ្យបង្កើតកូននឹងយ៉ាងម៉េចគោឈ្មោលវាដែលមានកូនបានព្រះជាថាអ្នកឯងបានពាក្យហ្នឹងពីអ្នកណាប្រាប់ណាថាព្រះមហោសថអ្នកប្រាជ្ញប៉ុណ្ណឹងក៏រីករាយឲ្យបរោះនឹងមកវិញរីករាយណាហើយដល់ទៅអញ្ចឹងពិសោធន៍ច្រើនណាបញ្ហាទី14ហ្នឹងឲ្យអ្នកស្រុកនឹងឯងដាំបាយឲ្យបានហើយដាំបាយហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យបានប៉ុន្តែកុំឲ្យមានអង្គជាប្រកដីហ្នឹងគឺថាកុំឲ្យមានរបស់8មុខដាំបាយយកទៅឲ្យព្រះជាកុំឲ្យមានកនោះមួយកុំឲ្យមានទឹកនោះមួយទីណាទី3កុំឲ្យមានឆ្នាំងទី4កុំឲ្យមានចក្រានទី5កុំឲ្យមានភ្លើងទី6កុំឲ្យមានអុសទី7កុំឲ្យបរោះស្ត្រីអ្នកធ្វើនេះហើយនឹងទី8ហ្នឹងគឺកុំឲ្យដើរក្នុងផ្លូវហើយយកបាយហ្នឹងទៅមាន8មុខណាទី1កុំឲ្យមានកទី2កុំឲ្យមានទឹកទី3កុំឲ្យមានឆ្នាំងទី4កុំឲ្យមានចក្រានទី5កុំ
កម្លាំងមានភ្លើងទី6កម្លាំងមានអស់ទី7កម្លាំងមានមនុស្សប្រុសឬមនុស្សស្រីហើយអ្នកធ្វើនាំយកទៅហើយនឹងទី8នេះសម្រាប់ដើរក្នុងផ្លូវព្រោះណាសិតធ្វើតលបានទេអត់មានយោមកធម្មតាធ្វើធម្មតាដាំបាយស្វាយព្រះរាជាវាកធម្មតាលើនេះយកអាកញ្ចុងកបាក់ទឹកសិលមកដាំហើយអត់យកទឹកធម្មតាយកទឹកអង្សែងនឹងធ្វើម៉េចឲ្យទៅខុសពីពាក្យអង្គព្រះរាជាហ្នឹងហើយអត់យកឆ្នាំងធម្មតាទេយកអាភេជ្ជៈដែលមិនមែនជាឆ្នាំងហ្នឹងមកដាំហើយចោះគល់ឈើដាំគល់ឈើវាមិនជាក្រាននោះចោះដាំបានដែរហើយអត់យកភ្លើងធម្មតាទេវាមានរន្ទះបាញ់ទៅវាមានជាមានភ្លើងយកអាភ្លើងនឹងទៀតខុសពីពាក្យព្រះរាជានឹងទៀតយកមកដាំហើយអត់ដាំនឹងអស់ទេយកស្លឹកឈើដាំទៀតហើយអត់យកមនុស្សប្រុសមនុស្សស្រីយកមនុស្សខ្ទើយហ្នឹងហើយអត់ដែលក្នុងផ្លូវដើររាប់ផ្លូវធ្វើតើបានផ្សាយព្រះរាជាតើបានណាហ្នឹងហើយបញ្ហាទី15ណាបញ្ហាទី15ព្រះរាជាដាក់សម្រេចមកឲ្យយកដីខ្សាច់វិញធ្វើខ្សែដែលគេវិញពីដីខ្សាច់ចាស់ហ្នឹងវាដាច់ដោយអស់ហើយឥឡូវចង់បានខ្សែដែលវិញពីដីខ្សាច់ថ្មីណាយកខ្សាច់វិញធ្វើខ្សែមិនបានអញ្ចឹងព្រះមហោសថបង្កប់ឲ្យតារះម្នាក់ចូលទៅក្នុងព្រះបរមរាជវាំងទូលព្រះរាជាថាអត់ដឹងខ្សែហ្នឹងក៏ប៉ុណ្ណាតូចឬធំឲ្យទៅសុំអាចាស់ហ្នឹងឯងសំខ្សែដីខ្សាច់ចាស់ហ្នឹងយកមកធ្វើគំរូព្រះរាជាថានេះណាមានខ្សែវិញពីដីខ្សាច់ទេអញ្ចឹងទៅចាញ់ព្រះមហោសថទៀតណាសត្យហាណោអរហតាំងតហមੰនៃពេលអ្នកបត្តយាសោសោសੰលពតេបញ្ញੰអបមត្តោវិចក្ខណោពុទ្ធហੰសារណੰកច្ចហាមិតហមੰសង្ឃហੰសារណੰកច្ចហាមិហើយ16ហ្នឹងព្រះរាជាថាចង់បានស្រះបោករណីនៅក្នុងព្រះរមរាជវាំងហ្នឹងថាមិនពេញព្រះរាជហឫទ័យទេចង់បានស្រះបោករណីរបស់ព្រះមហោសថហ្នឹងយកចូលទៅក្នុងព្រះរាជវាំងដើម្បីព្រះអង្គស្រង់ណាចង់ឲ្យយកស្រះពីក្រៅចូលទៅក្នុងវាំងណាព្រះរាជាណាពិសោធន៍ដល់តែប៉ុណ្ណឹងតែធ្វើម៉េចព្រះមហោសថធ្វើបានដោះស្រាយបានឬមិនបានព្រះមហោសថចាត់ឲ្យមនុស្ស2នាក់ចុះមុជទឹកដល់តែភ្នែកក្រហមហើយមានកាន់ខ្សែផងកាន់ដបងផងកាន់ដុំដីផងចូលទៅក្នុងព្រះបរមរាជវាំងសុំជួបព្រះរាជាសុំជួបតើបានសុំជួបព្រះរាជាទៅក្រាបទូលថាពួកទូលបង្គំនេះនាំស្រះហ្នឹងមកហើយកណ្ដស្រះហ្នឹងវាខ្លាចវាំងឃើញវាំងវារត់ទៅទូលបង្គំដេញចាប់មកវិញចាប់មិនបានគប់ប្រវែងវាយយ៉ាងម៉េចក៏មិនបានឥឡូវពួកទូលបង្គំសុំយកស្រះបោកណីព្រះអង្គដែលបានពីព្រៃមកយកទៅធ្វើធ្នាក់តែយកទៅតាក់បានអាស្រះហ្នឹងវាមកហ្នឹងណាព្រះរាជាថាយើងមានស្រះពីណាយកទៅធ្វើធ្នាក់នឹងចាញ់ប្រាជ្ញាព្រះមកនឹងទៅទៀតក្នុងរឿងស្រះបោករណីហ្នឹងណាព្រះរាជាអត់ដែលមានស្រះពីណាយកទៅទេណាអញ្ចឹងពួកទូលបង្គំហ្នឹងក៏មិនដឹងជាយកស្រះមកយ៉ាងម៉េចបានព្រោះអត់មានស្រះធ្នាក់ហ្នឹងហើយដល់ទី17ព្រះរាជាចង់បានសួនឧទ្យានទៀតហើយយកទៅកំសាន្តក៏របៀបដូចមុនអញ្ចឹងទៀតណាដល់អញ្ចឹងព្រះរាជាសួរអាចារ្យសេនកៈទៅសួរអាចារ្យសេនកៈចិត្តចំតោះរៀងលើកនេះព្រះរាជាអត់ព្រមទេដល់អត់ព្រមអញ្ចឹងបានឡើងរាជរដ្ឋមកផ្ទាល់ខ្លួនព្រះអង្គមានពួករាជពលមកយ៉ាងសម្បើមដល់មកទទួលពេលហ្នឹងសេះអាចេនីហ្នឹងអាសដោអាចេនីហ្នឹងវាត្រូវជពុកជើងនឹងកន្លែងមួយទៅបែកកញ្ចក់ទៅអត់រួចទៅត្រឡប់ចូលនគរវិញ
ចាសេនកៈបានដៃញុះញង់ថាហ្នឹងហើយមនុស្សវាចង្រៃចឹងហើយព្រះអង្គទៅរួមបានទេវាគ្រោះថ្នាក់អញ្ចឹងណាប៉ុន្តែឥឡូវនេះសូមឲ្យព្រះរាជាចាត់ឲ្យមហោសថហ្នឹងនាំយកសេះអាចិនីដែលល្អនាំយកមកថ្វាយព្រះរាជាចុះពីព្រោះដោយដំណើរព្រះអង្គដែលស្ដេចជាងទៅនឹងហើយបានជានាំឲ្យសេះនឹងវាបែកកញ្ចក់អញ្ចឹងឲ្យមហោសថនាំយកសេះល្អយកមកថ្វាយព្រះរាជាហ្នឹងចាសេនកៈហ្នឹងទូលព្រះរាជាអញ្ចឹងដឹងថាវាអត់មានសេះណាល្អក្រៅពីសេះក្នុងព្រះរាជវាំងហ្នឹងបានតំណែងនឹងដល់បិតាព្រះបរមពុរិស័ទទៅព្រះបរមពុរិស័ទចាត់ចែងណាចាត់ចែងឲ្យបិតាហ្នឹងនាំសិទ្ធិទាំងឡាយអនុសិទ្ធិអីហ្នឹងឯងចូលគាល់ព្រះរាជាហ្នឹងជាមុនហើយចាំកូនទៅតាមក្រោយហើយនៅពេលដែលព្រះរាជាបានប្រទានទីកន្លែងអង្គុយដល់បិតាកន្លែងណាហើយបិតាអញ្ជើញអង្គុយកន្លែងហ្នឹងទៅប៉ុន្តែដល់ទៅកូនទៅតាមក្រោយព្រះរាជាឲ្យរកកន្លែងអង្គុយមើលតែកូនស្រឡឹងមើលមុខបិតាងើបចេញទុកកន្លែងហ្នឹងឲ្យកូនអង្គុយបិតាព្រមតាមកូនណាដឹងថាកូនឆ្លាតហើយកូនប្រាប់មិនក៏ធ្វើតាមកូនដែរណាហ្នឹងបញ្ហាចូលមកទី18ណាព្រះបរមពុរិស័ទឲ្យគេចាត់លេបិទមាត់កុំឲ្យស្រែករុំកតេលសែងយកទៅចូលទៅជួបមួយលើដោយប្រមា1000នាក់ហ្នឹងទៅផងចឹងទៅបានជួបព្រះរាជារីករាយជាមួយចង់ជួបយូរហើយដល់ពេលហ្នឹងឲ្យព្រះមហោសថរកកន្លែងអង្គុយព្រះមហោសថសម្លឹងមើលមុខបិតាក្រោកឲ្យកន្លែងកូនអង្គុយព្រះបរមពុរិស័ទទៅអង្គុយកន្លែងបិតាគ្រាន់តែប៉ុណ្ណឹងពួកអាចារ្យសេនកៈអាចារ្យពុក្កសៈអាចារ្យកាមិន្តៈហើយនឹងទេវិន្តៈហ្នឹងទះដៃសើចហូរហ្មងមើលអ្នកប្រាជ្ញល្បីឈ្មោះអ្នកប្រាជ្ញអីអញ្ចឹងអ្នកប្រាជ្ញឯណាដែលមកបណ្ដេញឲ្យយកកន្លែងអង្គុយអញ្ចឹងចំជាមនុស្សងងណាពេលហ្នឹងព្រះរាជាដាក់ទឹកមុខណាសពូនតែម្ដងខកបំណងហ្នឹងព្រោះនឹកថាមានអ្នកប្រាជ្ញឥឡូវដល់មកឃើញច្បាស់ទៅជាមនុស្សមិនគោរពឪអញ្ចឹងព្រះបរមពុរិស័ទសួរថាព្រះរាជាតូចប្រតិហើយហ្នឹងឬពិតប្រកបហើយព្រោះយើងលុយល្បីមកយើងត្រេកអររីករាយណាស់ថាអ្នកជាមនុស្សឆ្លាតជាអ្នកប្រាជ្ញបណ្ឌិតឥឡូវយើងមកឃើញច្បាស់យើងតូចចិត្តណាស់ព្រោះធម្មតាបណ្ឌិតគេមិនដែលបណ្ដេញឪយកកន្លែងអង្គុយអញ្ចឹងទេអញ្ចឹងបានព្រះបរមពុរិស័ទសួរថាឲ្យតែជាបិតាសុទ្ធតែប្រសើរជាងកូនពិតមែនឬថាពិតមែនណាព្រះរាជាថាយ៉ាងឲ្យតែបិតាគឺពិតជាប្រសើរជាងកូនណានៅពេលហ្នឹងព្រះបរមពុរិស័ទឲ្យគេស្រាយរមូលកតេលបង្ហាញលេហ្នឹងជាធម្មតាលាឈ្មោលនឹងឯងទៅបានមេសេះកើតកូនមកបានមកជាសេះអាចិនីណាវាកាត់មកអញ្ចឹងណាសេះអាចិនីសេះអសដអាចិនីហ្នឹងមេសេះឪលាអញ្ចឹងបានព្រះបរមពុរិស័ទបើអញ្ចឹងលាហ្នឹងប្រសើរជាងសេះអសដអាចិនីហើយណាពីព្រោះតាមព្រះរាជបន្ទូលថាឲ្យតែបិតាសុទ្ធតែប្រសើរជាងកូនឥឡូវហ្នឹងលាហ្នឹងវាជាបិតារបស់សេះអស្ដអាចិនីហ្នឹងប៉ុណ្ណឹងព្រះរាជាមានទឹកចិត្តរីករាយវិញណាថាព្រះ
บรมโพธิสัตว์นั้นฉลาดចេះដឹងនៅក្នុងរឿងហ្នឹងដឹងរឿងសេះអសដរជានៃអីកាត់ពីលាមកណាលាជាមួយនឹងមេសេះហ្នឹងតែអញ្ចឹងទៅពួកអាចារ្យទាំង4ហ្នឹងអត់ដឹងកិច្ចការក្នុងរឿងហ្នឹងបាននៅក្នុងសេចក្តីនេះព្រះអត្តកថាបានបញ្យល់ប្រាប់ថាការដែលព្រះបរមពុរិស័ទឲ្យបិតាក្រោកចេញពីកន្លែងអង្គុយហ្នឹងមិនមែនជាការមើលងាយបិតាទេតែប្រព្រឹត្តទៅដើម្បីដោះស្រាយក្នុងបញ្ហាដែលព្រះជាដាក់ឲ្យហ្នឹងគឺមិនមែនជាការមើលងាយទេថែមទាំងជាការលើកកិត្តិយសដល់បិតាដែលមានកូនចេះដោះស្រាយបញ្ហានឹងបានគឺព្រមឲ្យព្រះជាទទួលស្គាល់ថាលានឹងឯងប្រសើរវិសេសជាងអសដរអាចិនេយហ្នឹងបើមិនធ្វើកិច្ចអញ្ចឹងមិនព្រមទទួលថាលាហ្នឹងវាប្រសើរជាងហ្នឹងមិនព្រមទទួលស្គាល់ទេដល់តែធ្វើកិច្ចអញ្ចឹងព្រះជាថាធម្មតាបិតាវាតែងតែប្រសើរជាងកូនឥឡូវលាហ្នឹងវាត្រូវតែប្រសើរជាងសេះដែលកើតអំពីបាដែលជាសត្វលាហ្នឹងដល់ពេលហ្នឹងគឺព្រះបរមពុរិស័ទអត់បានត្រឡប់មកផ្ទះវិញទេព្រះជាសុំសិទ្ធិជាបិតាហ្នឹងសូមឲ្យសិទ្ធិហ្នឹងគ្រប់គ្រងនៅក្នុងបាចិនៈគឺជាស្រុកមួយដែលនៅទីខាងកើតក្រុងមិថិលាហ្នឹងឯងហើយបានប្រទានរង្វាន់យ៉ាងច្រើនឲ្យដល់លោកសិទ្ធិបិតាព្រះពោធិសត្វព្រមទាំងមានគ្រឿងបណ្ណាការឲ្យដល់នាងសុមនៈដែលជាម្ដាយនៅផ្ញើទៅតាមនឹងទៀតសិទ្ធិថាបុត្ររបស់ទូលបង្គំនៅក្មេងណាសូមឲ្យទៅនៅជាមួយទូលបង្គំសិនចាំដល់ធំសូមមកបម្រើព្រះជាថាលោកសិទ្ធិកុំព្រួយចិត្តអីគឺយើងទុកមកសត្វនេះស្មើនឹងកូនបង្កើតរបស់យើងតែសូមលោកសិទ្ធិសប្បាយចិត្តចុះលោកសិទ្ធិចាប់ព្រះបរមពុរិស័ទមកអោបនឹងទ្រូងថើបថ្ងាស់ហើយទូលមានកូននឹងឯងឲ្យនៅបម្រើព្រះជាដោយសេចក្តីមិនប្រមាទព្រះបរមពុរិស័ទយកចិត្តបិតាសូមបិតាកុំលំបាកចិត្តព្រួយនឹងបុត្រអីក៏បានជូនដំណើរបិតានឹងឯងត្រឡប់ទៅកាន់ស្រុកវិញទៅណាបាចិនៈយវៈមជ្ឈក្រាមណាក្នុងកាលនោះឯងព្រះរាជាបានចេញទៅក្នុងសួនឧទ្យានស្រាប់តែមានសត្វបង្គួយហ្នឹងវាចុះអំពីលើមកគោរពព្រះជាទៅក្បាលថ្នាក់គោរពព្រះជាយើងមកវាចុះមកព្រះជាចាប់ចំណុចបានសួរព្រះមហោសត្វណាសួរព្រះបរមពុរិស័ទព្រះបរមពុរិស័ទថាសត្វហ្នឹងគោរពព្រះជាតែអញ្ចឹងព្រះជាថាការគោរពរបស់សត្វបង្គួយនេះមិនមែនអត្ថប្រយោជន៍ទេជាសត្វផងចេះគោរពចឹងក៏ថាយើងនឹងប្រទានទ្រព្យព្រះពុរិស័ទថាបង្គួយអត់មានត្រូវការទ្រព្យអីទេត្រូវការតែចំណីអាហារអញ្ចឹងព្រះជាប្រទានមាសឲ្យមួយថ្ងៃកន្លះមាសកៈហ្នឹងឲ្យគេទៅទិញសាច់យកមកឲ្យបង្គួយហ្នឹងបរិភោគពេលមួយថ្ងៃឧបោសថសិលហើយក្នុងនគរហ្នឹងកំណត់មិនឲ្យសម្លាប់សត្វលក់ដល់អញ្ចឹងអ្នកទៅរត់ទិញសាច់អត់បាននឹងធ្វើម៉េចកុំឲ្យបង្គួយហ្នឹងវាអន់ចិត្តយកអាមាសទូចនឹងឯងចោះចងនឹងកកបង្គួយហ្នឹងដល់បង្គួយហ្នឹងបានមាសពាក់វាឡើងមាននេះព្រះជាយាងមកលើក្រោយបង្គួយហ្នឹងគេឈប់ចោះមកគេនៅពីលើយ៉ាងឯងគេធ្វើផ្ងក់នៅលើនោះណាមិនចោះព្រះជាប្រដាប់គ្រឿងអលង្ការអញក៏មានអលង្ការពាក់ដែរដល់ព្រះជាមិនឃើញបង្គួយចោះមកដោយសពតក៏សាកសួរបានសាកសួរព្រះបរមពុរិស័ទពិចារណាទៅដឹងថាថ្ងៃឧបោសថពីម្សិលហ្នឹងអត់មានសាច់ទេទំនោរជាអ្នកចាត់ចែងនឹងឯងមិនហ៊ានយកមាសហ្នឹងចោះឲ្យប្រគួយនឹងពាក់មាសហើយបានជាប្រគួយនឹងវាមកតម្លើងមានមាសហ្នឹងអញ្ចឹង
អញ្ចឹងក៏ទូលព្រះរាជាទៅថាប្រគួយនឹងប្រកាសជាមានមាសពាក់ហើយបានជាមាននេះមិនគោរពព្រះរាជាហៅអាមាត្យដែលចាត់ចែងកិច្ចការទិញសាច់ហ្នឹងមកសួរទៅបានដឹងចឹងមែនថាយកមាសទៅពាក់នឹងកប្រគួយមែនព្រះរាជាពេញប្រតិនឹងព្រះពោធិសត្វណាថាពោធិសត្វជាកដឹងអធិស្រ័យសត្វដូចសត្វញឹកទញ្ញាអញ្ចឹងសរសើរព្រះបរមពោធិសត្វហើយរួចទៅខឹងក្រោតនឹងប្រគួយមាននេះមិនគោរពអញយកវាទៅសម្លាប់ចោលបានព្រះមហាសត្វខាត់ធម្មតាសត្វទេឆានអត់មានបញ្ញាអីទេសូមព្រះអង្គពំសម្លាប់ឯងព្រះជាក៏ព្រមពេញប្រតិនឹងព្រះពោធិសត្វមានចិត្តមេត្តាទៀតហ្នឹងចឹងចូលគ្នាជាសត្វនេះតែដឹងអីយើងទៅប្រកាន់សត្វវាទៅអន់ជាងសត្វទៅទៀតទេណាហ្នឹងយើងខឹងជាមួយសត្វថ្ងៃអីហ្នឹងនឹងប្រយ័ត្នខ្លួនផងទៅខឹងឆ្កែខឹងឆ្មែអីហ្នឹងនេះវាជាសត្វវាអត់ដឹងវាប្រព្រឹត្តទៅតាមការស្រេកឃ្លានណាចឹងហ្នឹងឃើញយើងទទួលទានបាយអីហ្នឹងវាមកយំទេហ្នឹងឯងបើមិនព្រមដាក់វាស៊ីទេវាយំតែរហូតហើយបើយើងមិនដាក់វាស៊ីរវល់តែខឹងវាគ្នាដឹងអីវាដឹងតែឃ្លានទៅយំមកវាយំបានស៊ីបើយើងឆ្លាតយើងឲ្យវាស៊ីមុនទៅវាឈប់យំមកចឹងហើយសំដីតែមនុស្សក៏ដោយដែលប្រព្រឹត្តធ្វើនៅអំពើខុសឆ្គំឆ្គងអីហ្នឹងចឹងយើងត្រូវពិចារណាថាមនុស្សយើងហ្នឹងវាខ្វះបញ្ញាមានការប្រព្រឹត្តឆ្គំឆ្គងអីហ្នឹងយ៉ាងណាវាខ្វះបញ្ញាវាអញ្ចឹងហើយវាចិត្តតែធ្វើត្រូវទាំងអស់វាចិត្តតែដឹងហេតុផលទាំងអស់វាពូកែទាំងអស់ហើយវាមិនមែនអន្តលយកកំណើតមកអញ្ចឹងទេហើយវាមិនមែនដូចគ្នាឯណារៀនធัวអីក៏មិនងាយចាំមិនចង់ទាំងស្ដាប់ធัวនោះទៅទៀតមិនយល់មិនដឹងអីអញ្ចឹងហើយទៅឲ្យមនុស្សនឹងធ្វើអីត្រឹមត្រូវសពគ្រប់ទាំងអស់កុំឲ្យខឹងកុំឲ្យក្រោធកុំឲ្យខូចកុំឲ្យកាចកុំឲ្យប្រហើនយ៉ាងនេះយ៉ាងនោះក្មេងខ្មាំងអីទៅមិនរួចណាមនុស្សល្ងងវាប្រព្រឹត្តទៅតាមល្ងងបើមិនដែលស្ដាប់ធัวមិនដែលដឹងធัวយើងទៅប្រកាន់ថាឲ្យគ្នានឹងវាឆ្លាតយ៉ាងនេះយ៉ាងនោះអាហ្នឹងទៅអត់រួចទេមែនទេណាដែលយើងពិចារណាទៅបានដឹងថាអាហ្នឹងវាទៅតាមសភាពហ្នឹងមើលតែយើងខំប្រឹងស្ដាប់ធัวរៀនធัวផងវានៅតែលោភៈទោសៈនៅតែខឹងនៅតែក្រោធនៅតែលំបាកចេះលំបាកចាំដែលយើងចិត្តខំប្រឹងទៅចុះរំតែគ្នាអត់អីសោះហ្នឹងតែឲ្យវាមកដូចយើងយ៉ាងម៉េចហើយឲ្យមនុស្សហ្នឹងចិត្តតែប្រកែកចិត្តតែឆ្លាតធ្វើអីត្រឹមត្រូវគោរពធัวស្ដាប់ធัวរៀនធัวអីឲ្យបានមើងម៉ាត់វាមិនអាចទៅរួចទេយើងគ្រាន់តែរំលឹកគ្រាន់តែប្រាប់គ្រាន់តែដាស់តឿនទៅប៉ុន្តែយើងមិនអាចប្រកម្មទៅខឹងទៅក្រោធជាមួយនឹងការប្រព្រឹត្តរបស់មនុស្សទាំងឡាយបានទេវាខុសគ្នាអញ្ចឹងណាហ្នឹងដែលយើងយល់អញ្ចឹងទៅអាហ្នឹងវាជាតួបញ្ញាណាដូចជាបង្គាយនឹងអញ្ចឹងណាក៏ទួយគ្នាវាអត់បញ្ញារហូតគេយកមកប្រៀបមនុស្សណាបានល្អអីតិចតួចបានបានស័កអីប្រកាន់មេនេះរឹងថ្អឹងក្អើតកទួមអីហ្នឹងអាហ្នឹងគេហៅមនុស្សប្រគួយបានមាសណាហ្នឹងនេះប្រគួយបានមាសណារួចទៅបញ្ហាមួយទៀតពីបារោះម្នាក់ហ្នឹងគាត់នៅក្នុងមិថិលានគរហ្នឹងគាត់ទៅរៀននៅចាពិសាបាម៉ោកណាគាត់រៀនជាប់ទៅគាត់ជាសិស្សច្បងដល់រៀនជាប់ទៅគាត់លាអាចារ្យមកវិញជាធម្មតាទំនៀមរបស់លោកគ្រូអាចារ្យទេណាធម្មតាទំនៀមរបស់គ្រូអាចារ្យគឺថាតែកាលណាគេជាសិស្សច្បងរៀនជាប់មានកូនស្រីតែងតែលើកឲ្យអញ្ចឹងទំនៀមហ្នឹងបើអញ្ចឹងដល់ពេលហ្នឹងហៅសិស្សច្បងហ្នឹងមកលើកកូនឲ្យណាហើយសិស្សច្បងហ្នឹងជាមនុស្សខ្វះបុណ្យមានរឹកការចំណៃបាសបុណ្យមិនអាចរួមសេរីជាមួយនឹងអ្នកមានបុណ្យមានសេរីបានទេហើយកូនស្រីអាចារ្យហ្នឹងជាអ្នកមានសេរីប៉ុន្តែមិននិយាយផ្ដាច់បំណងរបស់គ្រូអាចារ្យទេមិនធ្វើឲ្យពាក្យរបស់គ្រូអាចារ្យហ្នឹងទៅជាខកខានទេព្រមរៀបការរៀបអីនឹងអញ្ចឹងទៅក៏នៅជាមួយនៅក្នុងផ្ទះគ្រូអាចារ្យហ្នឹង7ថ្ងៃទៀតប៉ុន្តែ
ដល់ពេលវេលារាត្រីត្រូវផ្សំចំណេះនៅឡើងដេកនៅគ្រែភរិយាហ្នឹងបានរៀបចំខ្លួនទៅឡើងលើគ្រែហ្នឹងអីនោះល្អេះល្អនាំខ្នើយចុះមកដេកខាងក្រោមដេកខាងក្រោមប្រពន្ធនឹងឯងដែលគោរពស្វាមីមិនត្រូវនៅដេកលើគ្រែទេក៏ចុះមកតាមចុះមកនៅចិត្តប្តីនឹងខាងក្រោមទៅដេកដឹងប្រពន្ធចុះមកឡើងទៅលើគ្រែវិញឡើងទៅលើគ្រែប្រពន្ធខំឡើងទៅលើគ្រែតាមណាហើយប្រពន្ធនឹងស្អាតទេស្អាតមានបុណ្យមានសេរីក្នុងគម្ពីរនឹងប្រាប់តែស្អាតដូចទេពអប្សរយ៉ាងឯងមិនមែនអាក្រក់ណាស្អាតចាំមើលដល់មកចុងរឿងហ្នឹងបានដឹងថានាងហ្នឹងស្អាតយ៉ាងម៉េចណាប៉ុន្តែបរិសហ្នឹងគាត់អត់មានបុណ្យត្រូវបាននាងហ្នឹងអញ្ចឹងទៅវាអត់មានចិត្តអីនៅជាមួយគេកើតគេមានបុណ្យដែលអាចរួចអំពីមនុស្សហ្នឹងអញ្ចឹងទៅប្តីចុះមកវិញអញ្ចឹងនាងហ្នឹងមិនដឹងធ្វើម៉េចក៏នៅលើគ្រែហ្នឹងទៅគេចិត្តតែរត់អញ្ចឹងនៅតែរបៀបហ្នឹងអស់7យប់ចឹងណាដល់ពេលអញ្ចឹងក៏បានសុំលាអាចារ្យហ្នឹងមកនាំប្រពន្ធហ្នឹងមកនាំមកតាមផ្លូវអត់និយាយជាមួយប្រពន្ធទេរហូតមកចិត្តដល់មិថិលានគរហ្នឹងណាក្លៀនដល់ក្លៀនឃើញដើមលវាស្ដីគេឡើងទៅដើមវាធំអាដើមធំឡើងទៅគេបេះចុកតែឯងវន់ក្លៀនចូលទៅពីក្រោមថាអ្នកជាម្ចាស់អូនក៏ក្លៀនណាស់ដែរទម្លាក់ឲ្យអូនបរិភោគផងមកអត់ដៃនាងឯងនិយាយលេងលើមកអញ្ចឹងអត់ដៃថាតែប៉ុណ្ណឹងអត់ទម្លាក់អត់អីទេនាងនឹងខំប្រវាឡើងចឹងខំប្រវាឡើងណាប្រវាបានឡើងទៅអាមេឃមួយហ្នឹងបានបរិភោគខ្លះឯនោះដឹងនាងនឹងឡើងបរិភោគឆ្អែតទៅរត់ចុះឃើញបលានៅក្បែរហ្នឹងចាប់ត្រាស់គល់វាហ្នឹងចាប់ត្រាស់គល់វាចោលប្រពន្ធនឹងបាត់ទៅនាងហ្នឹងចុះវាមិនរួចចាប់បលាដែលចូលទៅក្នុងបាត់ទៅក្នុងការនឹងឯងព្រះចៅវិទេហៈនឹងឯងដែលចេញមកប្រពៃសួនរត់ជាតិហ្នឹងមើលទៅឃើញឲ្យគេទៅសួរនាងហ្នឹងឲ្យគេទៅសួរនាងហ្នឹងថានាងហ្នឹងមានម្ចាស់ឬអត់មានប្តីឬអត់នោះណាព្រះរាជាមើលឃើញស្រឡាញ់ព្រះរាជាស្រឡាញ់ណាដល់អញ្ចឹងទៅបាននាងហ្នឹងប្រាប់រៀបរាប់តាមដំណើរហ្នឹងថាមានហើយប្តីហ្នឹងប៉ុន្តែឥឡូវគេចោលហើយតែព្រះរាជាដឹងថាធម្មតារបស់ដែលគេចោលយើងយកមកវាអត់ទោសទេអញ្ចឹងព្រះរាជាក៏បានឲ្យគេនាំនាងហ្នឹងមកយកមកចូលក្នុងនគរវិទេហៈហ្នឹងអភិសេកជាអគ្គមហេសីចឹងណាបានព្រះរាជាតែហ្នឹងដល់តែពេលមួយហ្នឹងគេចាត់ចែងឲ្យមនុស្សមកជំរះផ្លូវក្នុងភូមិព្រះរាជាចេញទៅពេទ្យនគរហ្នឹងនាំហេសីហ្នឹងហេសីតាំងពីអភិសេកហ្នឹងមកមានឈ្មោះថាឧត្តមពុទ្ធទេវីព្រោះបាននាងពីដើមលវាមានឈ្មោះហើយណាហើយឧត្តមពុទ្ធទេវីហ្នឹងបានមកជាប្រជាបតិកោតមីទេណាបច្ច័យវិទេហៈហ្នឹងបានមកជាកលុទេវីណាឧត្តមពុទ្ធទេវីហ្នឹងទៅជាមួយព្រះរាជាហ្នឹងទៅជាមួយទៅស្រាប់តែឃើញបរិសដែលជាប្តីមុននោះណាកំពុងតែកាន់ចបកន្រើមួយធ្វើស្មៅឃើញអញ្ចឹងទៅនាងក៏ញញឹមព្រះរាជាឃើញសួរមិនក៏អូនឯងញញឹមក៏បានទូលព្រះរាជាទៅថានោះប្តីចាស់របស់ខ្ញុំម្ចាស់ព្រះរាជាអត់ជឿថានាងនឹងកុហកអត់សប្បាយចិត្តទេថាមហេសីចេះកុហកបានជាអត់ជឿមកអំពីវាអត់សមគ្នាវាអត់សមថាជាប្តីប្រពន្ធព្រោះមនុស្សនឹងវាអត់ស្អាតវាអត់ល្អណាមិនសមថាមកជាប្តីរបស់នាងឧត្តមពុទ្ធទេវីដោយទេពអប្សរនេះចង់បញ្ជាក់អាកន្លែងហ្នឹងដែលថាស្អាតហ្នឹងស្អាតតែព្រះរាជាអត់ជឿថាប្តីដើមហ្នឹងវានឹកឃើញបរិសហ្នឹងវាមិនដែលថាមិនបាននាងឧត្តមពុទ្ធទេវីអីមិនណាហ្នឹងប្រាប់ព្រះរាជា
អត់ជឿអាឡែកហ្នឹងណាអត់ជឿថាបរោះហ្នឹងមិនស្រឡាញ់នាងហ្នឹងនៅជាមួយគ្នាអីមិនហ្នឹងសួរអាចារ្យសេនកៈចូលនគរទៅសួរអាចារ្យសេនកៈអាចារ្យសេនកៈអត់ដឹងអីណាអាចារ្យសេនកៈថានាងនឹងឯងនិយាយហ្នឹងមិនពិតប្រកបទេមុខទៅមានអាកំបាំងអីហើយព្រះជាក៏កាន់ទៅខឹងនឹងនាងហ្នឹងទៀតហើយណាខឹងអត់ចូលចិត្តមនុស្សកុហកព្រះអង្គទេពេលហ្នឹងឈប់មានចិត្តស្រឡាញ់នាងហ្នឹងពេលដល់អំណាចខឹងហ្នឹងពេលទោសៈកើតឡើងទៅខឹងហើយនាងហ្នឹងដឹងតែព្រះជាខឹងហ្នឹងភ័យខ្លាចព្រះជាសម្លាប់ទៀតណាដល់អញ្ចឹងទៅថាសូមឲ្យព្រះអង្គហ្នឹងសាកសួរមហោសថសិនទៅមហោសថនឹងសម្រាប់យ៉ាងណាបានព្រះជាហ្នឹងនឹកឃើញពេលខំវាចង់ភ្លេចមហោសថហ្នឹងតែពេលនាងហ្នឹងប្រាប់ចឹងទៅសួរមហោសថថារឿងហ្នឹងពិតហើយធម្មតាមនុស្សដែលការគណីអត់បន់អត់សេរីមិនអាចរួមរស់នៅជាមួយអ្នកដែលមានបន់សេរីបានទេទំព័រទេវីជាអ្នកមានបន់សេរីសាសួរចឹងទៅបានព្រះជាសបាយនឹកឃើញតែឯងវាមានបន់បាននាងហ្នឹងបរោះហ្នឹងវាអត់បន់ហ្នឹងសបាយចឹងទៅនាងឧត្តមពរទេវីនឹងឯងបានរួចខ្លួនរស់រានមានជីវិតដោយសារមហោសថហ្នឹងបានសុំពរព្រះជាសុំយកមហោសថហ្នឹងធ្វើជាប្អូនប្រុសដូចជាប្អូនបង្កើតអញ្ចឹងបានចំណីអីឆ្ងាញ់តតែមហោសថហ្នឹងបានបរិភោគដែរបានព្រះនាងហ្នឹងបរិភោគព្រះជាប្រទានពរនឹងឲ្យបានមហោសថហ្នឹងជាប្អូនដូចប្អូនបង្កើតអញ្ចឹងណាថ្ងៃក្រោយមកព្រះជាចេញទៅក្នុងព្រះនគរហ្នឹងទៅទតឃើញមានសំណក់ឆ្កែហើយនឹងពពែវានៅជាមួយគ្នាទៀតឆ្កែនោះវាបាក់ជើងមួយមានតែ3ជើងហើយពពែនោះជើង4ប៉ុន្តែវាបាក់ខ្នងណាវាមានរឿងចេះពពែនោះវាទៅលួចស្មៅនឹងរោងតម្រៃច្រើនដងហើយដល់អញ្ចឹងគេដេញគប់ចំអាកដាលខ្នងវាបាក់ឆ្អឹងខ្នងបាក់វាក្រិចវាឆ្លោះទៅណាវាអត់ងាប់ទេចេះតែមកនៅនឹងក្បែរកំផែងនគរហ្នឹងហើយក្នុងការហ្នឹងជាទីឆ្កែវាទៅលួចសាច់គេដែលគេគ្របទៅឆ្កោះហៅកណ្រោមក្រុមចាស់គេទៅតន់គប់កវែងដេញឆ្កែរត់ជជែកចចាយធ្លាក់ដុំសាច់ពីមាត់អាណិតផងវាគឺគប់កវែងពីក្រោយទៅចំជើងបាក់ជើងមួយទៅហើយមកជួបគ្នាដល់ជួបគ្នាឆ្កែនឹងប្រពែធ្លាប់តែតោះគ្នាមកលើកហ្នឹងវាពីការរៀងខ្លួនសួរចុះសួរឡើងទៅដឹងរឿងថាមានគ្រោះថ្នាក់របៀបដូចគ្នាចឹងទៅសួរប្រពែសួរឆ្កែថាអត់ហ៊ានទៅលួចសាច់គេទៀតទេឆ្កែសួរប្រពែថាអត់ហ៊ានទៅលួចស្មៅគេទៀតទេអញ្ចឹងយើងបានអីប្រពែគេប្រាប់ថាបើអញ្ចឹងឲ្យឆ្កែឯងដើរទៅក្បែររោងតម្រៃទៅពួកគេអត់មានសង្ស័យថាឆ្កែឯងលួចស្មៅទេពួកឯងអត់ចេះស៊ីស្មៅហ៎ចឹងខ្ញុំដើរទៅកន្លែងរោងសាច់ទេក៏អត់ស្មានស្អីទេព្រោះខ្ញុំស៊ីតែស្មៅអត់ដែរស៊ីសាច់ចឹងយើងយកមកដូរគ្នាណាកាយនឹងប្រពែទៅជាមិត្តសម្លាញ់គ្នាទៅហ្នឹងព្រះជាបានឃើញសភាពហ្នឹងបានគិតលើកជាបញ្ហាសួរបណ្ឌិតទាំង5ហ្នឹងណាបើឆ្លើយមិនត្រូវគឺថាបបបងឈប់ឲ្យធ្វើជាបណ្ឌិតសម្រាប់ព្រះរាជវាំងហើយលើកយកបញ្ហានឹងឯងប្រជុំឡើងសាកសួរណាថាមានសត្វពីរហ្នឹងជាសម្លាញ់នឹងគ្នាខ្នងមួយជើង7លើបញ្ហាអញ្ចឹងសាកសួរអាចារ្យសេនកៈរត់ឃើញព្រះបរមពុរិស័ទរត់អត់តាន់ដែរព្រោះគិតថាបញ្ញាព្រះរាជាមិនមែនត្រូវឆ្លាតឆ្លៀសអីទេប៉ុន្តែប្រកាសជាបានទៅអត់ឃើញហើយឃើញរឿងអីមួយបានលើកយកមកជាបញ្ហាតែអញ្ចឹងទៅអាចារ្យសេនកៈមើលមុខព្រះមហោសថបរមពុរិស័ទមើលមុខមកវិញដឹងសញ្ញាគ្នាសុំព្រះរាជាថាសុំចាំថ្ងៃស្អែកហ្នឹងអត់បានឆ្លើយឯក្នុងពេលហ្នឹងព្រះបរមពុរិស័ទហ្នឹងក៏បានចូលទៅរកនាងឧត្តមពរទេវីនឹងឯងសួរពីសិនហ្នឹងព្រះរាជាយាងទៅណា
sủa tới bàn đằng tới mơ tới bàn khơi rừng nâng đăng tới bàn nhà nó có bền sky nó chẳng tới cái tờ lọt nào cái lại mình cha tận bốn ruột khơi mà phải chung thế ruột khơi khi cái nô bê chia bỏ băng chẳng non thế tới xạ xuân năng pre hào sạch đêm hào sạch kết khơi thay cái mọi bê chia bỏ băng ấy miền mệt tá đó chứ miền mệt tá có bàn bằng riêng từ bàn hà năng bằng riêng tới nè nó có mình vô sự cái đấy đấy vấn đề phải đang tham mấy ấy riêng tam về trong Bodhisattva tới để riêng tới đọc về dạy lá đọc về từ chung nó các bạn lờiបញ្ហានឹងឯងទូលបរិជាឆ្លើយនឹងគ្រាន់តែមានចេញឈ្មោះថាប្រពេនឹងឆ្កែទេប៉ុន្តែបរិជានឹងនឹកឃើញអាចារ្យនឹងគេដឹងណាអាចារ្យសេនកៈគាត់ថាបុត្ររបស់អាមាត្យហើយនឹងបរិជាឲ្យរស់បរិភោគសត្វប្រពេមិនបរិភោគសត្វឆ្កែទេសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាព្រះបរមពុរិស័ទបង្រៀនអញ្ចឹងគ្រាន់តែប៉ុណ្ណឹងបរិជាថាអាចារ្យនេះដឹងបានដឹងរឿងនឹងបានតាមពិតអាចារ្យសេនកៈវាអត់ដឹងរឿងទេចេះតែថាទៅអញ្ចឹងហ្នឹងណាប៉ុន្តែព្រះជាដឹងដោយខ្លួនឯងដឹងថារឿងប្រពៃឆ្កែហ្នឹងដល់គេឆ្លើយទៅប៉ុណ្ណឹងមកដឹងតែគេដឹងរឿងបានហើយបើអញ្ចឹងសួរតទៅទៀតណាសួរអាចារ្យពុក្កសៈសួរអាចារ្យតទៅកាមិន្តៈទេវិន្តៈហើយបានសួរទៅព្រះមហាសត្វតាមក្រោយណារឿងហ្នឹងនៅក្នុងខ្សែអត្ថមុនដែលសម្ដែងអំពីរឿងសត្វប្រពេហើយនឹងសត្វឆ្កែណារឿងហ្នឹងក៏បន្តមកនៅក្នុងសេរីមេនដែលកាប់បញ្ហាគឺបញ្ហារឿងប្រពេនឹងឯងដែលនាំឲ្យព្រះបរមពុរិស័ទបាននៅសេរីហៅថាសេរីមេនកបញ្ហាកាលដែលប្រជ័យវិទេហៈបានទៅឃើញសត្វប្រពេបាក់ខ្នងហើយសត្វឆ្កែហ្នឹងបាក់ជើងមកចងជាមិត្តកម្លាញ់នឹងគ្នាហើយក៏បានលើកជាបញ្ហាអំពីសត្វហ្នឹងជាមិត្តកម្លាញ់នឹងគ្នាមានខ្នងមួយជើង7ជាបញ្ហាឲ្យបណ្ឌិតទាំង5នឹងឯងដោះស្រាយឆ្លើយបញ្ហាកាលតែព្រះបរមពុរិស័ទបានតាមដានដឹងនៅរឿងនឹងហើយក៏បានបង្រៀនប្រាប់ឲ្យដល់អាចារ្យសេនកៈជាដើមអាចារ្យសេនកៈក៏បានទូលដំណឹងតែខ្លួនបានដឹងនឹងដល់ព្រះរាជាណាក្នុងតែអត្ថមុននឹងបានសម្ដែងមកដល់កន្លែងនឹងហើយរឿងរ៉ាវជាបន្តមកព្រះបរមពុរិស័ទក៏បានដោះស្រាយនៅបញ្ហាទាំងឡាយផ្សេងមានជាច្រើនណាស់មកហើយមានរឿងកែវមณีនៅលើចុងស្នោតនោះមួយផងដែលខ្ញុំកាលណាមិនបានសម្ដែងនោះកែវមณีនៅលើចុងស្នោតតែមានពន្លឺឆ្លុះទៅក្នុងស្រះបោករណីនឹងប៉ុន្តែក៏អាស្រ័យបញ្ញាបារមីរបស់ព្រះបរមពុរិស័ទដែលនាំយកកែវមณีនឹងមកបានហើយចំណែករឿងប្រពេនឹងឆ្កែនឹងអាចារ្យសេនកៈក៏បានឆ្លើយហើយថាបុត្ររបស់អាមាត្យហើយនឹងរាជឱរសក៏ចូលចិត្តពេញបតីដើម្បីបរិភោគនៅសាច់ប្រពេតែមិនបរិភោគនៅសាច់ស្រណក់ឡើយហើយសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នានឹងជាចម្លើយព្រះជាគិតថាអាចារ្យសេនកៈហ្នឹងបានដឹងនៅក្នុងសេចក្តីនឹងហើយដូចទៅបានសួរទៅអាចារ្យពុក្កសៈ
ចាបកសៈក៏បានឆ្លើយគេតែងយកស្បែកពពេធ្វើជាកំរាលលើខ្នងសេះអង្គុយជាសក់គេមិនយកស្បែកសត្វស្រណក់ឡើយហើយសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាអាហ្នឹងគឺឆ្លើយទៅតាមព្រះបរមពុរិស័ទបង្កប់នឹងឯងតែខ្លួនឯងក៏មិនបានដឹងរឿងនឹងដែរប៉ុន្តែព្រះរាជានឹកថាតែចេញប្រពេនឹងឆ្កែមកមុខតែអ្នកហ្នឹងដឹងហើយទៅបានអាចារ្យកាមិនតៈនោះបានឆ្លើយថាប្រពេមានស្នែងសត្វស្រណក់អត់ស្នែងទេតែសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាឬទៅបានអាចារ្យទេវិនតៈហ្នឹងបានឆ្លើយថាសត្វប្រពេបរិភោគស្មៅហើយនឹងស្លឹកឈើហើយចំណែកស្រណក់មិនបរិភោគស្មៅនិងស្លឹកឈើទេចាប់ទន្សាយឬក៏ឆ្មាបរិភោគសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាបានសួរទៅព្រះមហោសថហ្នឹងព្រះមហោសថក៏បានឆ្លើយថាសត្វពពេមានជើងពាក់កណ្ដាល8មានក្រចក8នឹងបានឆ្លើយដោយវោហាស្លាប់ស្វះនៅក្នុងប្រកាសថាណាចឹងនឹងអំពីសត្វពពេហ្នឹងមានជើងពាក់កណ្ដាល8តែជើង4ណាហើយមានជើងហ្នឹងវាឆែកទៅក្នុងជើងមួយជា2ទៅមានកញ្ចក់ទៅតាមជើងវាហ្នឹងក៏គ្រប់8ជាសត្វដែលមិនប្រកបនៅកាយឡើយហើយបញ្ជាក់អំពីពពេហ្នឹងបាក់ខ្នងទៀតហើយជាសត្វដែលទៅស្វែងរកដុំសាច់ឯចំណែកសត្វស្រណក់ជាអ្នកទៅស្វែងរកស្មៅព្រះជានិន្ទ្រៈសម្មតិទេជាធំជាងពពួកជននៅក្នុងវិទេហៈបានត្រួតឃើញច្បាស់ចំពោះសត្វទាំងពីរហ្នឹងដែលដូរចំណីអាហារគ្នាបរិភោគទាំងដែលបានត្រួតឃើញសត្វទាំងពីរហ្នឹងជាសម្លាញ់នឹងគ្នាទៅព្រះចៅវិទេហៈហ្នឹងដឹងថាអ្នកទាំង5ហ្នឹងបានឆ្លាតឆ្លៀសដឹងសេចក្តីហ្នឹងច្បាស់កោតញាប់ញែងក៏បានប្រទាននៅរង្វាន់ដូចគ្នាក៏ប៉ុន្តែក្នុងការនោះនាងឧត្តមពរទេវីបានក្រាបទូលព្រះរាជាថាតាមពិតអាចារ្យទាំង4ហ្នឹងគាត់អត់មានដឹងអីទេគាត់មករៀនយកសេចក្តីហ្នឹងអំពីមហោសថតែប៉ុណ្្នឹងឯងមិនគួរព្រះអង្គប្រទានរង្វាន់ឲ្យស្មើគ្នាឡើយព្រះរាជាក៏គិតឃើញថាបានជាថាឲ្យហើយឥឡូវឲ្យទៅចុះប៉ុន្តែយើងនឹងសាកល្បងលើកយោលើកសេរីរបស់មហោសថនឹងឯងដោយការសាកសួរនៅបញ្ហាសាកល្បងប្រាជ្ញាការចេះដឹងរបស់អ្នកទាំងអស់ហ្នឹងជាមួយគ្នានឹងមហោសថចឹងដល់ពេលថ្ងៃក្រោយមកក៏បានទៅជុំគ្នាបានទៅជុំគ្នាសាកសួរអំពីបញ្ហាអ្នកដែលមាននៅទ្រព្យសម្បត្តិច្រើនមាននៅយោប៉ុន្តែល្ងងខ្លៅហើយនឹងអ្នកដែលជាអ្នកមិនមានទ្រព្យសម្បត្តិទេមិនមានអិសរិយយោទេប៉ុន្តែជាអ្នកមានបញ្ញាតើអ្នកទាំងពីរហ្នឹងអ្នកណាមួយដែលប្រសើរជាងគេសាកសួរអំពីបញ្ហាហ្នឹងណាចឹងណាពីអ្នកដែលមានទ្រព្យសម្បត្តិច្រើនហើយមាននៅ
อิสริยโยปันแต่ละงงใครนะนั่งไอ้จำนายมันเนี่ยเทียบนั่งจะเนี่ยเรียนปัญญาปัญญาถ้าอัดเรียนตรับสมบัติเต้อัดเรียนตรับสมบัติเต้อัดเรียนอิสริยโยจะทำเต้ยังปีนั่งนามุ้ยประสาเชียงนังการนั้นอาจารย์เซนกะกับบานคลายแรงถ้าเนี่ยได้ศึกษาเรียนเจดังในวิทยาศิลปะอย่างน่าก็ได้จังเนี่ยได้หลงง่วงจังเนี่ยได้เจไปแต่โจตือบำราเนี่ยได้เมียนตรับสมบัติเนี่ยได้เมียนในบอนสะเมียนอิสริยโยเมียนเทียบจะทำเราให้ไปชนะตัวบังคับเพิ่งถ้าเนี่ยได้เมียนตรับสมบัติเมียนอิสริยโยนั้นประเสริฐเชียงเนี่ยได้เมียนแต่ปัญญาได้อัดเมียนในตรับสมบัติอัดเมียนในอิสริยโยเพราะนั้นอาจารย์เซนกะชลายปนั้นประจัยวิเตหะเบรเจียมันบานสัวอาจารย์ปกษะอาจารย์กาเมนเตะนังอาจารย์เตเวนเตะเด้คือสัวเตเปรียมาสับแต่มาดองขาเตมาสับนันตรดอกไตรปัญหานี้อย่างนาน้องการน้องเรียกรำโพริสัตกับอันอ่างกับอันชลายลานขาธรรมดาบอกเพื่อละงงคลายmình miền nơiปัญญาส่งไปถ้าบอกว่าเราเองเมียนในตรับสมบัติเชิญเมียนในโยกเทียบเชี่ยเทศใดผันใต้สิกใดปิดบอกว่าได้หลงงคล้ายบอกว่าได้เหมือนเมียนในปัญญาเราเองมันคลาดบาปมันขมาบาปเลยจิตเนี้ยประพฤติเพื่อในอย่างเปิดบาปเคยจะติโลกนี้ดาวตรับสมบัติดาวเล็บดาวโยกใจเหมือนปานเคยดาวโลกทางบกเราเองก็ได้กระหายขนมโลกทางบกนุกจะรับจะมาสมบัยกระจายในขนมกำนัดเจียมนุกก็ก้องเมียนจะได้ลมบาเพราะหน้าบาประจำได้ครูนบานดอกพฤษโปรกาได้บรรคลาดบามันขมาบาหนูเองดิฉันสู้บังคับเทิงถ้าเนี่ยได้เรียนปัญญาจะเนี่ยคลาดบาขมาบานั่งประสาเชียงอันนั้นก็เต้าจิตตนอกเนี่ยตัวอาจารย์เซนกะนั่งเสาเนี่ยได้เรียนตรอบสมบัติเรียนอิสริยโยสมบัติหลงงใครก็ได้แต่เปรียบรำโพริสัตเสาเนี่ยได้เรียนปัญญาที่โปรเนี่ยเรียนปัญญาอัดเฟิบ้าไอ้จำนายเนี่ยหลงงใครตัวเมียนตัวกรอตัวเฟยจะเนี่ยทำเนี่ยตัวไอ้ยังนาก็ได้ได้จำนายเปียถ้าหลงงใครคืออวิชีแต่การนั้นอวิชีให้มันดังบอลบาปมันดังกลตกโดยเฉพาะก็จะเนี่ยมันคลาดบาปประพฤติเพื่อในอำเภออาเกราะเจ็บธรรมดาเท่านี้ได้ประพฤติเพื่อในอำเภออาเกราะครูนไอ้นั่งก็เวอาเกราะจะตามอำเภอได้บานประพฤตินั่งเตอให้นั่งเนี่ยได้ประพฤติเพื่อในอำเภออาเกราะนะนั่งตัวเจ็บท่าบานเลียบบานยวกเมาอย่างนั้นก็เวมันบานจิตกาไว้ได้ที่โปรไอ้ที่โปรเวมันอาโยนเลียบโยนนั่งมาช่วยไอ้ครูนไอ้บานตื้อเชื่อมนุษย์ละอเต้ที่โปรครูนไอ้นั่งเชื่อมนุษย์อาเกราะสลัดบัดเตอร์หายจังบานพาในขนมโลกนั้นเดี๋ยวอัดเมียนเอาไว้ได้ละอสำหรับครูนเยิงนะเชียงเยิงได้เชื่อมนุษย์ละอเต้นั่งคนจ่าหยุดโยมบางคนใส่เปล่าจำจังช่อัดเมียนเอาไว้ได้ละอสำหรับเยิงเชียงครูนเยิงเชียมนุษย์ละอเต้เราจะเมียนแต่ครูนเยิงนั่งให้ได้ช่วยครูนเยิงบ้านเจียตีปังเอาดาวครูนเยิงนั่ง
បានយើងត្រូវប្រឹងប្រែងស្វែងរកចំណេះដឹងដើម្បីឲ្យយើងមានពន្លឺក្នុងចិត្តរបស់យើងកាលណាដែលយើងមានចិត្តភ្លឺស្វាងដោយបញ្ញាយើងបានដឹងថាផ្លូវនេះដើរទៅនឹងវាត្រូវមានសេចក្តីសុខផ្លូវនេះដើរទៅខុសហើយព្រោះវាមានសេចក្តីទុក្ខនៅទីខាងមុខអាហ្នឹងបន្តតែមានពន្លឺភ្លឺស្វាងទៀតបើមិនមានពន្លឺភ្លឺស្វាងទេងងឹតរមែងប្រកបខ្លួនក្នុងអំពើទុច្ចរិតជួនកាលក៏ប្រព្រឹត្តធ្វើនៅអំពើអបាយមុខនឹងប្រព្រឹត្តធ្វើនៅអំពើអបាយមុខដោយការខ្សែគប់បាបប្រមិតចឹងទៅក៏អបាយមុខដែរជាប្រធាននៃសេចក្តីវិន័យនឹងខ្ជិលក៏អបាយមុខដែរខ្ជិលណាចឹងនាំឲ្យវិន័យហើយការប្រព្រឹត្តនៅលបែងទាំងឡាយលបែងស្រីលបែងស្រាលបែងទីសងសុទ្ធតែជាប្រធាននៃសេចក្តីវិន័យអាហ្នឹងព្រោះតែអត់បញ្ញានឹងនាំឲ្យមានសេចក្តីលំបាកដល់ខ្លួនឯងដល់ក្រុមគ្រួសារព្រោះហេតុតែថាដំណើរជីវិតនឹងឯងប្រព្រឹត្តទៅនៅក្នុងសភាពងងឹតហើយអត់ដឹងថាងងឹតយ៉ាងម៉េចទេដឹងតែពីរឿងដែលថាថ្ងៃភ្លឺគេដើរផ្លូវនឹងបានអញដើរផ្លូវនឹងបានដែរប៉ុន្តែត្រង់ដែលខ្លួនឯងមានផ្លូវងងឹតគឺអត្តបញ្ញាអាហ្នឹងមានការប្រព្រឹត្តធ្វើនៅអំពើនៃសេចក្តីវិន័យណាប្រព្រឹត្តធ្វើនៅអំពើនៃសេចក្តីវិន័យដោយអំណាចនៃការដែលខ្លួនឯងងងឹតហ្នឹងណាហ្នឹងព្រោះសេចក្តីនេះបានជាព្រះបរមពុរិស័ទនឹងឯងបានសម្ដែងសរសើរអ្នកដែលមានបញ្ញាណាសរសើរអ្នកដែលមានបញ្ញាហ្នឹងគឺទោះជាអត់មានទ្រព្យសម្បត្តិអត់មានលៀបយសពងពោះអីហ្នឹងយ៉ាងណាប៉ុន្តែថាបញ្ញាអាចរក្សាខ្លួនបាននាំមកនៅអរិយទ្រព្យខាងក្នុងសន្តានអាហ្នឹងជាការឆ្លើយតបទៅនឹងពាក្យរបស់អាចារ្យសេនកៈដែលសរសើរចំពោះអ្នកដែលល្ងងខ្លៅអាចារ្យសេនកៈហ្នឹងគាត់ឃើញតែអំពីរឿងទ្រព្យសម្បត្តិឃើញតែអំពីភាពជាធំទេអញ្ចឹងព្រះបរមពុរិស័ទហ្នឹងសរសើរត្រង់ដែលថាអ្នកដែលមានបញ្ញាហ្នឹងអាចរួចខ្លួនពីបាបបានអាហ្នឹងសំខាន់ត្រង់កន្លែងហ្នឹងណាបានរស់នៅជាមួយខ្លួនឯងជាមនុស្សល្អហ្នឹងវាសំខាន់ណាទោះជាអត់មានអ្វីខាងក្រៅទៀតមកលំអខ្លួនក៏ដោយប៉ុន្តែខ្លួនឯងហ្នឹងវាល្អទៅហើយដោយកាយកម្មល្អដោយវចីកម្មល្អដោយមនោកម្មព្រោះហេតុតែមានបញ្ញាហ្នឹងចឹងហើយបានជាការអីទៅហ្នឹងបើខ្លួនឯងជាមនុស្សអាក្រក់ទៅហើយនោះហ្នឹងបានអីនឹងឲ្យល្អអាក្រក់មិនចំពោះតែក្នុងបច្ចុប្បន្ននឹងទេអាក្រក់នឹងវាជាប់ក្នុងសន្តានជាកម្មពីរារានោះទៅទៀតនឹងជាសេចក្តីពិតណាសំបីអ្នកដែលអត់បញ្ញានឹងមិនបានដឹងមិនបានឃើញក៏ដោយតែសេចក្តីពិតហ្នឹងគឺសេចក្តីអាក្រក់ដែលអ្នកអត់បញ្ញាបានប្រព្រឹត្តធ្វើហ្នឹងជាបាបកម្មពីរារាជាប់ក្នុងសន្តាននឹងឲ្យផលជាពិតប្រាកដណាស់ក្នុងโลกហ្នឹងវាមានហេតុផលដាំពូជយ៉ាងណាសាបព្រោះពូជយ៉ាងម៉េចក៏បានផលនឹងអញ្ចឹងសន្តាននៃចិត្តហ្នឹងដូចជាផែនដីអំពើកម្មដូចជាក្របពូជអញ្ចឹងដែលបានសាបព្រោះដែលបានដាំក្នុងសន្តាននៃចិត្តហ្នឹងឯងឬទៅអាចារ្យសេនកៈឆ្លើយតបមកព្រះមហោសថនៅក្មេងឯហ្នឹងមិនតាន់បាត់ធំក្លិនទឹកដោះពីមាត់ផងមកចេះដឹងអីមហោសថហ្នឹងមិនចេះដឹងអីទេបើពេតព្រះសមត្ថទេមើលចុះមហាសិទ្ធិមានទ្រព្យសម្បត្តិ80កោដ្ឋឈ្មោះគោរវិន្ទៈគាត់មានចំណាស់ហើយគាត់នឹងមានប្រកដីនិយាយជាទឹកមាត់នៅពេលដែលគាត់និយាយជាទឹកមាត់
miền sệt tây rụp sọ đôi tép áp so pi nè chua om song hàng quát căn nực cao bờ thiếu dược mở tròn thực mặt rồi bọc quát cái bên chân từ phụ nè lên chẳng lại trong dược cao bờ tây và đạp cái mà rất dược cao bờ nó từ liền chấp và đạp cái nè tôi bằng công khơi hẹp ra đấy bàn chia tôi thà nè miền nơi trap sầm bátทั้งประสาเชียงเนี่ยได้อัดเมียน trap สมบัติตัวเชียงเนี่ยนุเมียนปัญญาก็มันประสาแล้วนั่งปัญหาตีปีได้อาจารย์เซนกะบานเลิกแล้วนั้นแต่สายปีสิทธิ์ไทยนั้นกัดเมียน trap ไปตัดเก่าสิทธิ์ไทยนั้นกัดจ้าเฮ้ยแต่จ้าแม้นเป็นในอำนาจ trap สมบัติเนื้อแต่เมียนสตรีเคลงมาบนเราอย่างแต่การก้าวเบาจังขดับเบาในขบายกอดนั่งปวดเนี่ยเล้งจังบานกานั่งอ่ะนั่งมันดังเจตรวยนะมาđó câu khai lụcสิthấy ơi lụcสิthấy cái này sai ta ấy á và nắng kia từng mặt màu cả lạนั่งเนียงเตะสอดสะอาดนั่งยกกาบอลนั่งตื้อตรองตึกมัดจูดลำอาตุยตื้อบอกกานั่งปวดนั่งเทมาเรื่อยจะเลี้ยงตึกเพื่อจะถึงประดับกายยกกาหนึ่งจังกัดเลิกกระไรนั่งจังบานเจียเปรียบรมบริษัทท่าอาจารย์เซนกะเคยแต่เรียบเคยแต่ยกโดยจิตสัตว์ไอ้หนึ่งกระไรจิตจอดตึกใบหรือก็โดยจิตสนอเล็ดหนังแต่ดอกเจยังอัดดังตำบองบุญชมเคลียจอมกระดาษลาเลยน่ะแต่บรมบริษัทไทยจังอ่ะนั่งบ้านเปรียบรำบริษัทเลิกถึงเจ้าสิกระไดลางถ้าบอกกุลได้อัดเมียนปัญญาสมใบเมียนในสิกระไดซอกโดยเรียบโดยยศก็ไม่เมียนสิกระไดประมาทเกิดล่างให้ดอยแต่เมียนสิกระไดซอกจีกาปรัดเรียบปรัดยศวิบัติอย่างนาบอกđóบอกกุลได้หลังงใครอัดเมียนปัญญานั่นเองก็ดอยในสิกระไดวงเวงเราก็หลังงใครอัดเมียนปัญญาการนาแบบซกตกปะควาเตยให้ก็เมียนเมียนสิกระไดหยอบโยโดยจิตใจจอบจุดอย่างยังบ้านจิตตูบางกลุ่มเคยค่ะเมียนแต่เมียนปัญญาเต้ได้รัวในจิตซอกเมียนสิกระไดสงบหรือเงาะยังเมียนปัญญานั่งประสาเชียงนั่งนี่คือเปรียบรำโปริสัตแก่สิกระไดปัญญาเราบอกจาเซนกะเลยตีปีนั้นปีเจ้าปีเรื่องบุคคลได้อัดเมียนปัญญานั้นเราไม่เมียนการยอบโย่นั่งเราไม่เมียนสิกระไดประมาทโปรบานเลียบโยสิกระไดประมาทนั่งไอ้เดินน้อมเอาไอ้บุคคลลูกดาวเต้ขนมเพลในสิกระไดดีเนี่ยดาวเต้ในขนมเพลในสิกระไดสลับนั่งโปรสิกระไดประมาทในการบานเลียบบานย้องสวังนะอันนั้นเดี๋ยวจะอันตรายมวยดาคมเทเนี่ยโปรสิกได้ประมาทขนมชีวิตนี้นั่งไอ้ดอนเติมเรียนสิกได้ตกได้กับการนะได้การเล็บโยก็รำเนินดอนในสิกได้วงเวงนะวงเวงบัดบังสมาได้นะวงเวงเราหดดอนเตอใส่ตะซาบเราหดดอนเตอที่ก็จะรัดนั่งปีโปรกาล็อกอะไรเศร้าสดายระบอบได้เป็นเตียงปลอดขัดเทนั่นอันนั้นเรื่องได้อัดเมียนปัญญานั่นเรื่องจังหลับแต่พอน้องชีวิตเบียบามแต่สิได้ยอบยัวกระกระเกรงนั่งเองน้องชีวิตได้ได้รู้อัดเมียนบานไอ้สอกอันนั้นจังเนี่ยได้เมียนปัญญาหรือไม่เมียนสิได้สงบรงับและซาขลุ่นบานนั่งเมียนตึกได้ดำใบจัดจำได้แต่โรคสิได้เป็ดน้องชีวิตบาลายในสิกระไดติดขนมชีวิตโดยปัญญาเคยเฉดบักนั่งไปจะลูกในสิกระไดติดหายก็รีบจำดำเนินชีวิตตั้งไอ้เอากับประเทศสิสกเหม็นหยอบเนื้อจิมปัวสิกระไดติดนั่งปริบโดยเจตาเนี่ยดาวตามเพลเรียนเครื่องกาเปคลุนจังขดายก็ได้แต่อันเรียนฉัดบังจังเตอเพลียงแต่อันเรียนไอเปลี่ยนแปะตามเพลนั่งไอ้ปัญล้าอันเรียนสบายเชิงจังเจตาจังนั่นคือเจเนเรียนเครื่องกาเปจมวยคะแนนนังโลกโคได้ประพฤติแต่เจก็ได้อย่างน่าเมียนเรียบอัดเรียบเมียนโยอัดโยสุดท้ายนั่นเตะสับตกเจตธรรมดาไปจำชีวิตปัจจัยเมียนปัญญาเมียนโยนิสาวเนสิการะ
ជាគ្រឿងការពារចិត្តសន្តានមិនឲ្យញាប់ញួរជាមួយនឹងរបស់ទាំងអស់នឹងទេអាហ្នឹងរបស់សំខាន់គឺបញ្ញាហ្នឹងដែលអាចមានសភាពភ្លឺស្វាងឃើញការពិតក្នុងជីវិតមិនរស់នៅដោយសភាពញាប់ញួរដោយត្រីនៅក្នុងទីដែលមានទឹកតិចឬក៏ដូចជាត្រីជាប់ជិតអន្ទះសានោះទេហ្នឹងគឺជាបញ្ហាទី2មានដល់ទៅ8អាចារ្យសេនកៈមានការលើកឡើងអំពីអ្នកដែលមានទ្រព្យសម្បត្តិនឹងឯងប្រសើរនោះគឺចិត្តតែបាចេញមកតតែអស់ចាសេនកៈនិយាយតតែអស់និយាយតតែដាក់មុខសញ្ញងចុះអស់បដិធានអត់ដឹងនិយាយថាម៉េចទៀតព្រោះព្រះបរមពុរិស័ទដោះស្រាយហើយមានការសង្កត់សញ្ចិនញោមញីនៅវេទៈឬក៏ថាគំនិតយល់ឃើញរបស់អាចារ្យសេនកៈនឹងគ្រប់បញ្ហាទាំងអស់នោះមានដល់ទៅ8លើកដែលអាចារ្យសេនកៈបានលើកយកមកនោះលើកទី3ហ្នឹងអាចារ្យសេនកៈអះអាងថាសូម្បីតែដើមឈើណាដែលមានផ្លែកាលណាបើមានផ្លែទុំលឿងក្រហមអញ្ចឹងទៅពួកអាសាបស័យទាំងឡាយក៏ចោមរោមចំពោះដើមឈើដែលមានផ្លែហ្នឹងយ៉ាងណាមិញអ្នកដែលមានទ្រព្យសម្បត្តិច្រើនគឺជាទីចោមរោមនៃពពួកជនទាំងឡាយពពួកជនទាំងឡាយតែងតែចូលទៅរកអ្នកដែលមានទ្រព្យសម្បត្តិនឹងឯងពឹងពាក់ទៅអ្នកអាស្រ័យនឹងយ៉ាងណាត្រូវសុំត្រូវខ្ចីចងការយ៉ាងណាគឺត្រូវការអ្នកដែលមានទ្រព្យសម្បត្តិនឹងឯងចូលទៅចោមរោមដូចជាពួកបាសាបស័យចោមរោមដើមឈើដែលមានផ្លែអញ្ចឹងចាសេនកៈនឹងអះអាងអញ្ចឹងប្រហែលដូច្នេះបានជាទូលបង្គំថាអ្នកមានទ្រព្យសម្បត្តិនឹងឯងជាអ្នកមានសេរីចំណែកអ្នកដែលអត់មានទ្រព្យសម្បត្តិមានបញ្ញានឹងវាមានសេរីអីអត់ទេបើតើតែមានទ្រព្យសម្បត្តិបានជាចោមរោមហ្នឹងលើកឡើងវាសិតតែសំណំរបស់គាត់ដែរត្រូវជាមួយនឹងមនុស្សយ៉ាងច្រើនណាទេហ្នឹងមនុស្សយើងដោយច្រើនរហូតមកសប្តាហ៍នេះតាំងតែអំពីពុទ្ធបរិនិព្វានទៅហ្នឹងគឺកម្មតែមានចំនួនច្រើនទៅចំពោះអ្នកដែលរាប់អាននៅលេខយោណាចំពោះដែលការរាប់អានទ្រព្យសម្បត្តិនឹងឯងថាគង់ពោះប្រសើរហើយក៏មិនយកចិត្តទុកដាក់មិនយកចិត្តទុកដាក់ដើម្បីនឹងសិក្សារៀនសូត្រឬក៏អប់រំចម្រើនបញ្ញាទេមិនជាឲ្យតម្លៃអីដល់បញ្ញាហើយបញ្ញាវានៅត្រង់ការដែលខ្លាចបាបខ្មាស់បាបណាទៀតនឹងបញ្ញាជាគ្រឿងរក្សាខ្លួនមិនឲ្យធ្លាក់ចូលទៅក្នុងអំពើបាបអាហ្នឹងជាតួបញ្ញាហើយបំភ្លឺឲ្យឃើញការពិតនៃជីវិតនឹងឯងដែលជីវិតនឹងវាមានសេចក្តីពិតយ៉ាងណាអប់រំចិត្តឲ្យស្ងប់រងាប់នៅលោភៈទុសៈមោហៈការប្រកាន់ទិដ្ឋិតម្លើងមានអ្នកឬក៏អ៊ីសាការចំណែនឆ្លៀននេះក្តីមច្ឆរិយៈសេចក្តីកំណាញ់ក្តីហ្នឹងវាត្រូវស្ងប់រងាប់ទៅដោយអំណាចមានបញ្ញាមិនមែននៅត្រង់ការគ្រាន់តែថាឆ្លាតចេះរកទ្រព្យសម្បត្តិបានលៀបបានយសអានឹងហៅថាបញ្ញានោះទេនឹងបានលៀបបានយសអានឹងគឺថាឈ្មោះតែឆ្លាតទេហើយប៉ុន្តែបើយើងបានដោយការប្រព្រឹត្តធ្វើនៅអំពើបាបនឹងបៀតបៀនអ្នកដទៃបោកបញ្ឆោតអ្នកដទៃនឹងប្រព្រឹត្តធ្វើនៅអំពើមិនល្អនឹងអញ្ចឹងមិនអាចឈ្មោះថាជាអ្នកឆ្លាតមានបញ្ញាបានទេជាអ្នកសម្លាប់ខ្លួនឯងដូចជាផ្លែចេកសម្លាប់ដើមផ្លែឫស្សីសម្លាប់ដើមអញ្ចឹងមានដេបមានយសហ្នឹងសម្លាប់ខ្លួនហ្នឹងគឺមិនឲ្យខ្លួននៅក្នុងគុណធម៌ជាមនុស្សតទៅទៀតឡើយនឹងមិនឲ្យនៅក្នុងគុណធម៌ជាមនុស្សណាពីព្រោះអីពីព្រោះមិនមានមនុស្សធម៌ចឹងអាហ្នឹងហើយជាការសម្លាប់ខ្លួននោះហ្នឹងចឹងនៅក្នុងសេចក្តីហ្នឹងព្រះបរមពុរិស័ទក៏បានបកស្រាយដោះបញ្ហាទី3ហ្នឹងឯងអំពីរឿងអាចារ្យសេនកៈលើកអំពីអ្នកដែលមានទ្រព្យច្រើនគេតែងចោមរោមដូចជាដើមឈើដែលមានផ្លែពួកភាសាបស័យចោមរោមហ្នឹងអញ្ចឹងព្រះបរមពុរិស័ទលើកយកអំពី
អ្នកដែលមានទ្រព្យសម្បត្តិច្រើននឹងក៏ពិតមែនប៉ុន្តែដែលល្ងងខ្លៅអត់បញ្ញារមែងប្រព្រឹត្តធ្វើនៅអំពើទុច្ចរិតហើយការដែលប្រព្រឹត្តធ្វើនៅអំពើទុច្ចរិតនេះនឹងត្រូវលះបង់នៅទ្រព្យសម្បត្តិនោះទៅកាន់នរកលើកហ្នឹងគឺព្រះបរមពុរិស័ទនឹងបញ្ជាក់អំពីរឿងនរកអំពីខាងមុខដែលបុគ្គលល្ងង